listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបាទពីរដ្ឋធានី Washington ខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃពុធ13កើតខែពិសាខឆ្នាំវកអត្តស័កពុទ្ធសករាជ2559ដែលត្រូវនឹងថ្ងៃទី18ខែឧសភាគ្រិស្តសករាជ2016បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅតុលាការចេញកោះហៅលោកកឹមសុខាទៅបំភ្លឺជាសាក្សីរឿងសញ្ចារកម្មលើកទី2គណៈបកប្រឆាំងសូមឲ្យអង្គការសហប្រជាជាតិកោះប្រជុំរវាងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីសជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាកម្ពុជាសាលាដំបងរាជធានីភ្នំពេញសម្រាប់ចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោករងឈុនពីបទប្រើអំពើហិង្សាដោយចេតនាសង្គមស៊ីវិលបារម្ភពីអាញាធរខេត្តត្បូងឃ្មុំតាមដានពលរដ្ឋពេលចេញតស៊ូមតិរួមនឹងព័ត៌មានមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនច័ន្ទបុត្រស៊ូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីតុលាការក្រុងភ្នំពេញចេញដីកាកោះហៅប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាទៅឆ្លើយបំភ្លឺជាលើកទី2ក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងអំពើសញ្ចារកម្មដីការបស់ព្រះរាជអាជ្ញារងអាយកាអមសាលាដំបងរាជធានីភ្នំពេញលោកសៀងសុកចុះថ្ងៃទី18ឧសភានេះបង្គាប់ឲ្យលោកកឹមសុខាចូលឆ្លើយបំភ្លឺនៅថ្ងៃទី26ឧសភាវេលាម៉ោង9ព្រឹកកាលពីថ្ងៃទី17ឧសភាលោកកឹមសុខារួមនឹងមេធាវីរបស់លោកផងមិនបានទៅចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្មនោះឡើយចំណែកតំណាងរាស្ត្រពីររូបទៀតរបស់គណៈបកនេះគឺលោកពិនរតនានិងលោកតុកវ៉ាញ់ច័ន្ទដែលជាប់ចោទថាបាននាំនាងខុមច័ន្ទរាទីហៅស្រីមុំទៅជួបលោកកឹមសុខានៅទីក្រុងបាងកកប្រទេសថៃនោះក៏មិនបានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការដូចគ្នាកាលពីថ្ងៃទី16ខែឧសភាគណៈបកប្រឆាំងបានចេញសេចក្តីថ្លែងការណ៍ថាលោកកឹមសុខានិងតំណាងរាស្ត្រពីររូបទៀតនេះមានអភ័យឯកសិទ្ធិសភាហើយថាការកោះហៅរបស់តុលាការនេះគឺផ្ទុយពីមាត្រា80នៃរដ្ឋធម្មនុញ្ញមាត្រា80ថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាមិនត្រូវចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួនបានឡើយលុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងចន្លោះប្រជុំនៃរដ្ឋសភាលើកលែងតែបទល្មើសនោះជាព្រហ្មទណ្ឌជាក់ស្ដែងបាទលោកនាងជាទីមេត្រីសាលាដំបងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរមេឃុំគណៈបកសំរងស៊ីលោកសៀងចែតនៅថ្ងៃទី18ខែឧសភានេះពាក់ព័ន្ធសំណុំរឿងអាស្រូវស្នេហារបស់លោកកឹមសុខាលោកមេឃុំដែលរងការចោទប្រកាន់នៅតែអះអាងថាលុយដែលលោកផ្ដល់ទៅឲ្យម្ដាយខុមច័ន្ទរាទីហៅស្រីមុំចំនួន$500នោះគឺជាលុយសប្បុរសធម៌របស់អនេកជននៅក្រៅប្រទេសបាទលោកប្រាជេវដែលបានតាមដានដំណើរការសាកសួរនេះនៅសាលាដំបងរាជធានីភ្នំពេញមានសេចក្តីរាយការណ៍ផ្ទាល់ពីភ្នំពេញជំរាបសួរប្រាជេវបាទជំរាបសួរលោកជុនច័ន្ទបុត្រនិងលោកគ្នាម្ដងទៀតបាទមិញនេះយើងទៅជែកគ្នាម្ដងហើយនៅលើទូរទស្សន៍អាស៊ីសេរីប៉ុន្តែឥឡូវនេះទៅជែកសម្រាប់អ្នកស្ដាប់វិទ្យុវិញម្ដងហៅម្ដងទៀតហើយហៅលោកសៀងចែននឹងសួរអីសួរច្រើនដងមិនសួររឿងអីខ្លះបាទការសាកសួរបន្ថែមនេះមានការបញ្យល់ពីមេធាវីការពីក្តីលោកសៀងចែតគឺលោកសំសុគង្គគឺមានន័យថាចៅក្រមស៊ើបសួរមានសិទ្ធិសាកសួរលោកសៀងចែតបន្ថែមក្នុងករណីចៅក្រមគាត់នៅមានចំណុចមិនទិលចំណុចណាមួយនៃសំណុំរឿងតាក់ទងលុយ$500នោះបាទហើយបើតាមមេធាវីសំសុគង្គបញ្ជាក់ថាការសាកសួរដែលមានចៅក្រមស៊ើបសួរអ្នកស្រីថ្លាងដាណែតគឺសាកសួរលោកសៀងចែតជាសំណួរធម្មតាមិនមែនជាសំណួរដោះបន្ទុកឬក៏សំណួរដាក់បន្ទុកទេបាទហើយអញ្ចឹងលោកសៀងចែតនឹងសួរពីរឿងលុយ500នឹងគឺ500នឹងចង់សួរតែពីប្រភពបានមកពីណាឬមួយក៏ជាលុយនឹងសម្រាប់យកទៅសោកប៉ាន់ដើម្បីកុំឲ្យនាងខុមច័ន្ទរាទីនឹងឆ្លើយថាមានតំណែងតំណងស្នេហាជាមួយលោកកឹមសុខា
បាទសំណួរនេះខ្ញុំក៏បានសួរបន្ថែមទៅលោកស៊ីងចាត់បន្ទាប់ពីការសាកសួររបស់ចៅក្រមមានរយៈពេលជាង2ម៉ោងបន្ទាប់ពីសាកសួររួចខ្ញុំសាកសួរលោកស៊ីងចាត់ដែរគឺលោកស៊ីងចាត់នៅតែផ្ដល់ចម្លើយដដែលគឺលោកបញ្ជាក់ថាលុយ$500ឬស្មើនឹង2លានរៀលដែលលោកផ្ដល់ជូនទៅម្ដាយនៃនាងខុមចន្ទរាទីគាត់បញ្ជាក់ថាលុយមិនទាន់បានឲ្យនៅឡើយទេហើយលុយហ្នឹងគឺបានមកពីសប្បុរសជនក្រៅប្រទេសហើយមូលហេតុដែលលោកអ្នកផ្ដល់លុយទៅឲ្យម្ដាយនៃនាងខុមចន្ទរាទីព្រោះថាក្នុងពេលដែលនៃនាងខុមចន្ទរាទីជាប់ពាក់ព័ន្ធរឿងសារសម្លេងដែលមានស្នេហាជាមួយលោកកឹមសុខាហ្នឹងគឺនៃនាងខុមចន្ទរាទីបាត់បង់ការងារគ្មានប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារទេគណៈដែលម្ដាយខុមចន្ទរាទីនៅខេត្តកំពង់ចាមហ្នឹងត្រូវការនៃនាងខុមចន្ទរាទីហ្នឹងផ្ដល់លុយផ្ដល់កាក់ឲ្យព្រោះនៃនាងខុមចន្ទរាទីជាអ្នករកប្រាក់ចំណូលជួយគ្រួសារមួយបន្ទុកមួយធំហើយ$500ឲ្យហ្នឹងគឺដោយសារតែប្រពន្ធរបស់លោកស៊ីងចែតគឺអ្នកស្រីស្រេងសុខឿនគឺជាសាច់ញាតិរបស់ម្ដាយនៃនាងខុមចន្ទរាទីអញ្ចឹងបានជាអានិកជននៅក្រៅប្រទេសហ្នឹងផ្ដល់ថវិកាតាមរយៈលោកស៊ីងចែតបាទហើយបន្ទាប់ពីសាកសួរចប់ហើយហ្នឹងយ៉ាងម៉េចទៀតគេបញ្ជូនលោកទៅដាក់គុកព្រៃសរវិញមិនអញ្ចឹងទៅដាក់ឃុំនៅគុកព្រៃសរវិញលោកស៊ីងចាត់ដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំដៃម្ខាងជាប់ខ្នោះជាមួយតនដិតផ្សេងទៀតហ្នឹងគឺត្រូវបានសមត្ថកិច្ចបញ្ជូនឡើងឡានត្រឡប់ទៅព្រៃសរវិញហើយលោកនៅតែរក្សាចំហគាត់ដដែលដូចខ្ញុំបានជំរាបជូនអញ្ចឹងគឺលុយ$500ហ្នឹងមិនមែនឲ្យម្ដាយនៃនាងខុមចន្ទរាទីហ្នឹងសូកប៉ាន់ឲ្យនិយាយកុហករឿងលោកកឹមសុខាទេហើយលោកស៊ីងចែតនៅថ្ងៃនេះមានទឹកមុខក្រៀមក្រំបន្ទាប់ពីមានសាច់ញាតិគាត់ទៅចូលសួរសុខទុក្ខដែរអញ្ចឹងហើយលោកក៏បង្ហាញក្តីសង្ឃឹមដែរថាលោកអាចនឹងបាននៅក្រៅឃុំព្រោះលោកសង្កេតឃើញថាចៅក្រមសាកសួរស៊ើបសួរនៅថ្ងៃនេះជាសំណួរធម្មតាមិនមែនជាសំណួរដាក់បន្ទុកបាទជេប្រហែលថ្ងៃមុននេះខ្ញុំមានសេចក្តីរាយការណ៍របស់នាយកព័ត៌មានយើងពីខេត្តកំពង់ចាមណាគាត់បានទៅដល់ផ្ទះលោកសៀងចែតនឹងហើយបានជួបជាមួយនឹងប្រពន្ធកូនលោកសៀងចែតនឹងហើយឮសូរថាពួកគាត់នឹងបានត្អូញត្អែរៀបរាប់ប្រាប់លោកសុតសុខប្រាថ្នាដែលនាយកព័ត៌មានយើងនៅកំពង់ចាមនឹងថាលំបាកណាបន្ទាប់ពីគេចាប់ប្តីគាត់មកពីព្រោះថាប្តីគាត់នឹងឯងជាមេគ្រួសារខ្វះខាតជីវភាពអីជាដើមនឹងនៅពេលដែលសាលាដំបងហៅគាត់មកសួរថ្ងៃនេះនឹងតើប្រពន្ធកូនគាត់នឹងបានមកទេហើយពួកគាត់មានប្រតិកម្មអីខ្លះដែរបាទអរគុណការសាកសួររបស់តុលាការបន្ថែមពីករណីលោកសៀងចែតនៅថ្ងៃនេះគឺមានវត្តមានមន្ត្រីជាន់ខ្ពស់របស់គណៈបក្សសង្គ្រោះជាតិមកពីខេត្តកំពង់ចាមមួយរូបប្អូនរបស់លោកសៀងចែតមួយរូបនិងពលរដ្ឋក្នុងភូមិមួយរូបហើយប្រពន្ធរបស់លោកស៊ីងចែតគឺអ្នកស្រីស្រេងសុខឿនក៏អញ្ជើញមកដែរអ្នកស្រីស្រេងសុខឿនដែលនៅក្នុងដៃមានបង្វិចខោអាវមានបាយកញ្ចប់មានទឹកសុទ្ធដើម្បីរងចាំឲ្យស្វាមីដែលកំពុងជាប់ឃុំហ្នឹងក៏បានឆ្លៀតផ្ដល់បទសម្ភាសន៍មកខ្ញុំបានជានារីការព័ត៌មានវិទ្យុអស៊ីសេរីបន្ទាប់ពីប្តីរបស់ខ្លួនបានបញ្ជូនទៅពន្ធនាគារព្រៃសរវិញហ្នឹងអ្នកស្រីរៀបរាប់ដូចអ្វីដែលរៀបរាប់ប្រាប់លោកសុតសុខប្រាថ្នាដែរគឺឥឡូវហ្នឹងគ្រួសារកំពុងជួបបញ្ហាខ្វះខាតដោយសារតែលោកស៊ីងចែតជាមេឃុំគឺជាជនបង្គោលរកប្រាក់ក្នុងគ្រួសារគណៈដែលគ្រួសារនេះមានកូនរហូតដល់5នាក់បាទឥឡូវនេះបន្ទាប់មកទៀតនឹងមានរឿងអីកើតឡើងបញ្ជូនគាត់ទៅគុកព្រៃសរវិញហើយថ្ងៃណាគេនឹងកោះប្រជុំថ្ងៃណាគេកាត់ក្តីឬមួយក៏គាត់អាចនៅក្រៅឃុំបានយើងមិនទាន់បានចម្លើយពីភាគីខាងតុលាការសាលាដំបងទេខ្ញុំបានសាកសួរសំណួរនេះទៅកាន់លោកលីសុផាន់ណាជាអ្នកនាំពាក្យសាលាដំបងលោកមិនទាន់អាចផ្ដល់ចម្លើយទេដោយបញ្ជាក់ថាសំណុំរឿងស្ថិតក្នុងដំណាក់កាលស៊ើបសួរហើយបើតាមការបញ្ជាក់ពីមេធាវីការពារក្តីរបស់លោកសៀងចែតគឺលោកសំសុគង្គគាត់ប្រាប់ថាបន្ទាប់ពីចៅក្រមស៊ើបសួរកូនក្តីរបស់លោកបន្ថែមឲ្យនៅថ្ងៃនេះនៅអាទិត្យក្រោយលោកនឹងស្នើសុំទៅតុលាការដើម្បីឲ្យកូនក្តីរបស់លោកគឺលោកសៀងចែតនឹងនៅក្រៅឃុំបណ្ដោះអាសន្នបានដោយលោកបញ្ជាក់ថាកូនក្តីរបស់លោកគឺជាមេឃុំមានតួនាទីសំខាន់ក្នុងការផ្តល់សេវាដល់ពលរដ្ឋហើយនៅពេលដែលគាត់ជាប់ឃុំយ៉ាងទៅពលរដ្ឋដែលទទួលសេវាពីមេឃុំនឹងអាចជួបបញ្ហាដោយលោកអះអាងថាកូនក្តីរបស់លោកជាមេឃុំល្អបាទសូមអរគុណលោកប្រាជេតែប៉ុណ្ណេះសូមជម្រាបលាបាទអរគុណជម្រាបលាបាទAdisere
បាទលោកនាងជាទីមេត្រីប្រធានក្រុមតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកសុនឆៃបញ្ជាក់ថាអគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជូនលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃប្រហ័សសប្តាហ៍មុនដោយស្នើឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុតិធធម៌ទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភាលិខិតនោះចុះហត្ថលេខាដោយអ្នកតំណាងរាស្ត្រសង្គ្រោះជាតិចំនួន10រូបកាលពីថ្ងៃទី6ខែឧសភាកន្លងទៅពួកគេស្នើទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុតិធធម៌លោកអង្គវង្សវឌ្ឍនាឲ្យចូលបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភាពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិមន្ត្រីសិទ្ធិមនុស្សនិងករណីតុលាការកោះហៅតំណាងរាស្ត្រឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការលោកសុនឆៃមានប្រសាសន៍ថាតាមច្បាប់អ្នកតំណាងរាស្ត្រត្រូវរងចាំការឆ្លើយតបជាផ្លូវការពីរដ្ឋាភិបាលយើងនឹងចាំចម្លើយនៅឡើយបាទមានរឿងពីរណាទីមួយរឿងគឺសំណួរតាមលិខិតណាអានឹងទៅមកឆ្លើយមួយសប្តាហ៍ហើយការសួរផ្ទាល់មាត់នោះក៏ត្រូវតចម្លើយvớiយើងដែរក្នុងមួយសប្តាហ៍ដែរថាមកពេលណាដូច្នេះយើងចាំមើលសប្តាហ៍នេះមើលតើចម្លើយវាថាបានថាម៉េចបាទសំណួរសំខាន់ដែលអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិចង់បានការបំភ្លឺនោះរួមមានបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលនយោបាយគ្រប់គ្រងតុលាការការបំពានរដ្ឋធម្មនុញ្ញការគំរាមកំហែងទៅលើគណៈបកប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលជាដើមបាទលោកនាងជាទីមេត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថាការសម្ដែងមតិរបស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំគឺមិនបណ្ដាលឲ្យសង្គមជាតិវឹកវរនោះឡើយអាជ្ញាធរស្រុកមេមត់ខេត្តត្បូងឃ្មុំកាលពីពេលថ្មីនេះបានបែងចែកគណៈកម្មាធិការដើម្បីតាមដានសកម្មភាពប្រជាពលរដ្ឋដែលតស៊ូមតិតាមរយៈយុទ្ធនាការអាវពណ៌ខ្មៅដែលអាជ្ញាធរចាត់ទុកថាជាសកម្មភាពមួយប៉ុនប៉ងនាំឲ្យមានភាពវឹកវរក្នុងសង្គមកម្ពុជាសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកសូតសុកប្រាថ្នាសង្គមស៊ីវិលលើកឡើងថាការបង្កើតគណៈកម្មការដើម្បីបង្ការទប់ស្កាត់មិនឲ្យមានសកម្មភាពប៉ុនប៉ងនាំឲ្យមានភាពវឹកវរពីសំណាក់អាជ្ញាធរស្រុកមេមត់ខេត្តត្បូងឃ្មុំគឺជាការខ្លាចជ្រុលហួសហេតុពួកគេលើកឡើងថាសកម្មភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយអហិង្សាពុំមានអ្វីខុសច្បាប់ឡើយហើយវាក៏មិនបណ្ដាលឲ្យសង្គមជាតិធ្លាក់ក្នុងភាពវឹកវរដែរមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តកំពង់ចាមលោកប៊ូវីរៈមានប្រសាសន៍ថាការប្រមូលផ្ដុំគ្នារបស់ប្រជាពលរដ្ឋនៅស្រុកវិមុតដើម្បីសម្ដែងមតិឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាត់64រូបរួមនឹងមន្ត្រីគណៈកម្មការជាតិដើម្បីរៀបចំការបោះឆ្នោតមួយរូបគឺជាសិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋទាំងនោះដែលគាំទ្រដោយរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបន្ថែមពីនេះទៀតការសម្ដែងមតិដោយអហិង្សារបស់ពួកគាត់វាមិនអាចក្លាយជាបដិវត្តន៍អ្វីឡើយលោកថាចំណាត់ការបែបនេះជាការបំបាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋទៅវិញវិធានការនេះគឺផ្ទុយទៅនឹងច្បាប់ជាតិហើយព្រោះថាសេរីភាពដែលបើករយៈពេលជិត30ឆ្នាំកន្លងមកនេះឥឡូវនេះត្រូវបានប្រមូលផ្ដុំឲ្យរួមតូចទៅវិញធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតស្រពោនហើយព្រោះថាការតស៊ូរបស់ប្រជាពលរដ្ឋផ្នែកតស៊ូមតិហ្នឹងមិនមានប្រដាប់អាវុធមិនមានហិង្សាមិនមានប៉ះពាល់ដល់សន្តិសុខនិងសុវត្ថិភាពសង្គមទេការលើកឡើងរបស់មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូពេលនេះបន្ទាប់ពីគណៈបញ្ជាការស្រុកមេមត់បានចេញលិខិតមួយកាលពីថ្ងៃទី12ឧសភាហើយវិទ្យុអាស៊ីសេរីទទួលបាននៅល្ងាចថ្ងៃទី17ឧសភាបានសម្រេចបែងចែកវេនប្រចាំការរបស់ថ្នាក់ដឹកនាំស្រុកមេមត់ដោយមានសមាជិកភាពចម្រុះសម្រាប់បង្ការទប់ស្កាត់សកម្មភាពប៉ុនប៉ងដែលនាំឲ្យមានភាពវឹកវរក្នុងសង្គមពិសេសចលនាស្លៀកពាក់ខ្មៅតែម្ដងអាជ្ញាធរស្រុកបានបែងចែកក្រុមឃ្លាំមើលស្ថានភាពទូទាំងស្រុកមេមត់ជា3ក្រុមធំៗដោយមានសមាជិកភាពចម្រុះរាប់តាំងពីអភិបាលរងស្រុកអធិការរងស្រុកមេបញ្ជាការរងស្រុកហើយមួយក្រុមមានគ្នាសរុបជិត10នាក់សមាជិកទាំង3ក្រុមមានតួនាទីត្រៀមកម្លាំងប្រចាំបញ្ជាដើម្បីទប់ស្កាត់សកម្មភាពចលនាស្លៀកពាក់ខ្មៅបន្ថែមពីនេះទៀតត្រូវតាមដានសភាពការជាប្រចាំចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលបានជួបជុំគ្នានិងធ្វើការផ្សព្វផ្សាយបំផុសបំផុលញុះញង់ឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅព្រមទាំងគៀងគរកម្លាំងដើម្បីទាមទារឲ្យដោះលែងជនសង្ស័យមួយចំនួនដែលតុលាការឃុំខ្លួនជាបណ្ដោះអាសន្នហើយបញ្ជានេះនឹងអនុវត្តរហូតដល់មានគោលការណ៍ណែនាំថ្មីវិទ្យុអាស៊ីសេរីមិនអាចតាក់ទងអភិបាលស្រុកមេមត់និងជាប្រធានគណៈកម្មការនេះលោកចេងប៊ុនរ៉ាដើម្បីសាកសួរបញ្ជាក់បន្ថែមបានទេនៅថ្ងៃទី18ឧសភាទោះជាបែបនេះក្តីកាលពីពេលកន្លងទៅអភិបាលរងខេត្តត្បូងឃ្មុំលោកហាក់សុកមករាធ្លាប់មានប្រសាសន៍ថាយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាត់6និងមន្ត្រីកោជបគឺជារឿងនយោបាយជាមួយគ្នានេះអាជ្ញាធរខេត្តប្រកាសចាត់វិធានការចំពោះប្រជាពលរដ្ឋទាំងនោះទៅតាមផ្លូវច្បាប់
ប្រសិនបើពួកគេនៅតែបន្តធ្វើយុទ្ធនាការទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះទៀតកាលពីថ្ងៃទី10ឧសភាប្រជាពលរដ្ឋជាច្រើនសហគមន៍នៅស្រុកមេមត់នាំគ្នាធ្វើយុទ្ធនាការទាមទារឲ្យរាជរដ្ឋាភិបាលនិងតុលាការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាត6 4រូបនិងមន្ត្រីកោជបមួយរូបដែលកំពុងជាប់ឃុំយុទ្ធនាការនោះប្រជាសហគមន៍ធ្វើឡើងដោយអហិង្សានៅលើដីចម្ការរបស់ខ្លួនដោយលើកជាបដាដែលមានអត្ថន័យផ្សេងៗឲ្យពួកគាត់បញ្ជាក់ថាវាមិនបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខសង្គមឬជាការធ្វើបដិវត្តន៍អ្វីឡើយប៉ុន្តែជាការសម្ដែងភាពមិនពេញចិត្តចំពោះរឿងអយុត្តិធម៌ប៉ុណ្ណោះលោកប៊ូវិរៈយល់ថាអាជ្ញាធរគប្បីបង្កើតគណៈកម្មការដោះស្រាយទំនាស់ដីធ្លីឬដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋគឺល្អជាងបង្កើតកម្លាំងអាជ្ញាធររដ្ឋដើម្បីតាមដានប្រជាពលរដ្ឋនិងសង្គមស៊ីវិលពេលនេះលោកថាចំណាត់ការរបស់អាជ្ញាធរវាមិនត្រឹមតែផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាផ្ទុយពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទៀតផងខ្ញុំសូត្រសុខប្រាថ្នាវັດឈុអាស៊ីសេរីពីខេត្តកំពង់ចាមបាទលោកនាងជាទីមេត្រីចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកសានសុផាតសម្រាប់បញ្ជូនសំណុំរឿងព្រហ្មទណ្ឌជំវិញបណ្ដឹងចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបទៀតគឺលោករងឈុនដែលជាអតីតប្រធានសភាសហជីពកម្ពុជាពីបទអំពើប្រើអំពើហិង្សាដោយចេតនាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈដោយចេតនានិងគំរាមកំហែងប្រើមធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈពាក់ព័ន្ធនឹងការដំឡើងប្រាក់ឈ្នួលនៅផ្លូវវែងស្រេងកាលពីឆ្នាំ2014យកទៅជំនុំជម្រះនៅពេលខាងមុខក៏ប៉ុន្តែលិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរកាលពីថ្ងៃទី26មេសាដែលគេទើបផ្សាយជាសាធារណៈនៅថ្ងៃទី18ឧសភានេះពុំបានបញ្ជាក់ពីការបរិច្ឆេទថ្ងៃជំនុំជម្រះនោះទេបណ្ដឹងព្រហ្មទណ្ឌចោទប្រកាន់លោករងឈុននេះគឺជាបណ្ដឹងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជាពាក់ព័ន្ធនឹងកម្មករធ្វើបាតកម្មទាមទារដំឡើងប្រាក់ឈ្នួល$160កាលពីអំឡុងថ្ងៃទី25ខែធ្នូឆ្នាំ2013ដល់ថ្ងៃទី3ខែមករាឆ្នាំ2014រហូតដល់មានផ្ទុះអំពើហិង្សាប៉ះទង្គិចគ្នារវាងក្រុមកម្មករនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលបាទឥឡូវនេះយើងភ្ជាប់ខ្សែទូរស័ព្ទទៅលោករងឈុនដើម្បីបំភ្លឺអំពីដំណើររឿងចោទប្រកាន់នេះបន្ថែមបាទខ្ញុំបាទសូមជម្រាបសួរលោករងឈុនបាទសូមជម្រាបសួរលោកជុនច័ន្ទបុត្របាទការបណ្ដឹងលោកនេះតើបណ្ដឹងពីបទអីឲ្យពិតប្រាកដបាទតាមពិនិត្យមើលដេកាដែលបានចេញនៅថ្ងៃ$9 2014ដែលដំណើររឿងអំពីអំពើហិង្សាដោយចេតនាមានឋានទម្ងន់ទោសធ្វើឲ្យខូចខាតដោយចេតនាមានឋានទម្ងន់ទោសនិងគំរាមកំហែងនិងធ្វើឲ្យខូចខាតដែលភ្ជាប់នៅបញ្ហាអ្វីមួយនិងប្រើមធ្យោបាយដើម្បីឧបសគ្គដល់ចរាចរណ៍ជាសាធារណៈអានឹងដែលបទចោទប្រកាន់ដែលមានភ្ជាប់ដែលដេកាកោះហើយឲ្យខ្ញុំចូលបំភ្លឺកាលពីថ្ងៃ31 ឆ្នាំ2014វេលាម៉ោង 8:30 នាទីព្រឹកដែរបាទហើយកាលទៅនឹងលោកបំភ្លឺប្រាប់គេថាម៉េចពាក់ព័ន្ធទៅនឹងសំណុំរឿងហ្នឹងដែលភ្ជាប់ទៅនឹងស្ថានភាពផ្លូវវែងស្រេងខ្ញុំបានជម្រាបជូននៅចៅក្រមស៊ើបសួរដែលខ្ញុំមិនមានវត្តមានទៅនៅលើផ្លូវវែងស្រេងហ្នឹងទេក្នុងកំឡុងពេលបាតកម្មចាប់ពីថ្ងៃ25រហូតដល់ថ្ងៃ25ធ្នូ2013រហូតដល់ថ្ងៃ4មករា2015ខ្ញុំមិនមានវត្តមាននៅទីនោះទេប៉ុន្តែក្នុងនាមយើងជាប្រធានភក្តិភាពសហជីពកម្ពុជាក៏ដូចជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យយើងតែងតែយកចិត្តទុកដាក់ហើយនឹងការពារផលប្រយោជន៍ជូនកម្មករកម្មការិនីដូចជាតាក់ទងបញ្ហាទាមទារប្រាក់ឈ្នួលឲ្យមានការដំឡើង$160ជូនដល់បងប្អូនកម្មករកម្មការិនីនឹងដែរបាទហើយលោកថាលោកមិនបានចូលរួមទេហើយតុលាការក៏ហៅសួរលោកភ្លាមដែរលោកមានដឹងទេហេតុអីបានជារឿងនេះទុករហូតមកដល់ពេលនេះទើបតែបញ្ជូនសេតសំណុំរឿងនេះម្ដងទៀតបាទតាក់ទិនទៅនឹងសំណុំរឿងបន្ទាប់ពីហៅខ្ញុំទៅសាកសួរបានតុលាការបានចេញសេចក្តីសម្រេចមួយដាក់ខ្ញុំឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលបង្គាប់ឲ្យខ្ញុំ
ទៅបង្ហាញខ្លួនរៀងរាល់ខែនៅសប្តាហ៍ទី4នៃខែនីមួយៗហ្នឹងបាទអញ្ចឹងជារៀងរាល់សប្តាហ៍ទី4នៃខែនីមួយៗហ្នឹងខ្ញុំតែងតែទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ1ខណ្ឌចំការមនរាជធានីភ្នំពេញបាទអញ្ចឹងរាល់ខែហ្នឹងទៅបង្ហាញខ្លួនទៅរហូតទៅហ្នឹងប្រៀបដូចជាមនុស្សដែលកំពុងតែការតាមដានឯណាមួយដើម្បីខ្លាចរត់គេចឬមួយយ៉ាងម៉េចនៅក្នុងដីកាសម្រាប់ហ្នឹងដាក់ថាស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការអញ្ចឹងមានន័យថាខ្លាចឲ្យខ្ញុំហ្នឹងគេចខ្លួនទៅនេះទៅនោះអីចឹងហើយដែលតាមនៃខ្លឹមសារនៃសេចក្តីសម្រេចតែចុះថ្ងៃទី31តុលាឆ្នាំ2014ហ្នឹងបាទបន្ទាប់មកខ្ញុំទទួលបានលិខិតពីតុលាការមួយទៀតដែលចេញនៅថ្ងៃ26មេសាដែលបញ្ជាក់ថាសំណុំរឿងទើបសួរហ្នឹងត្រូវបានបញ្ចប់ហើយបន្ទាប់មកនៅថ្ងៃនេះដែលខ្ញុំទើបទទួលបានថ្មីដែលលិខិតជូនដំណឹងថានឹងជូនសំណុំរឿង49ហ្នឹងទៅធ្វើការជំរុំជម្រះប៉ុន្តែនៅក្នុងលិខិតជូនដំណឹងហ្នឹងមិនបានកំណត់ពេលវេលាថាទៅជំនុំជម្រះនៅថ្ងៃណានៅឡើយនោះទេបាទចំពោះលោកផ្ទាល់វិញលោកគិតថាសាច់រឿងនឹងអាចនឹងឈានចូលដល់ការដាក់ទោសទណ្ឌលោកហើយរហូតដល់ប្រឈប់សមាជិកភាពរបស់លោកពីតំណែងមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដែរទេជុំវិញដំណើររឿងនេះខ្ញុំដែលធ្វើការផ្ទាល់ជាមួយកម្មករហើយបើយើងមើលទៅនឹងគេថាការចោទប្រកាន់យើងមិនបានប្រព្រឹត្តមានថាទោសកំហុសដោយការចោទប្រកាន់នេះទេដូច្នេះខ្ញុំគិតថាវាមិនមានអ្វីដែលកើតឡើងទេវាត្រូវតែបញ្ចប់បទសំណុំរឿងនឹងឬមួយថាទម្លាក់ការចោទប្រកាន់នឹងបាទលោកប្រកែកថាលោកមិនបានទៅទេលោកមិនបានចូលរួមទេតើតុលាការមានភស្តុតាងអីសម្រាប់ដាក់បន្ទុកលោកម្ដងហើយម្ដងទៀតនេះបាទការដែលអះអាងឬផុសតាងភាគីមួយខាងទៀតនោះខ្ញុំមិនទាន់បានទទួលហើយក៏មិនទាន់បានឃើញថាតើការដាក់បន្ទុកនឹងផ្អែកទៅលើអង្គហេតុមូលដ្ឋានឬផុសតាងដាក់បន្ទុកបែបណានោះយើងមិនទាន់បានឃើញទេតាំងពីមានរឿងនឹងកើតឡើងរឿងបណ្ដឹងនឹងកើតឡើងណាបាទអញ្ចឹងខ្ញុំបាទសូមអរគុណលោករងឈុនដែលបានផ្ដល់កិច្ចសម្ភាសន៍នៅពេលនេះបាទសូមជម្រាបលាបាទសូមអរគុណលោកចិនបាទសូមអរគុណជម្រាបលាបាទលោកនាងជាទីមេត្រីគណៈបកប្រឆាំងសូមឲ្យលោកបានគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិកោះប្រជុំរវាងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាកម្ពុជាគណៈបកសង្គ្រោះជាតិបានផ្ញើលិខិតទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោកបានគីមូនដើម្បីស្នើឲ្យលោកធ្វើអន្តរាគមន៍និងកោះប្រជុំជាបន្ទាន់ដើម្បីជៀសវាងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាសមាជិកសភាមកពីគណៈបកសង្គ្រោះជាតិទាំង55រូបតំណាងឲ្យអ្នកបោះឆ្នោត 45% ដែលបានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើជូនលោកបានគីមូនបាននឹងជម្រាបជូនលោកបានគីមូនថាជិត25ឆ្នាំហើយតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនោះមកប្រជាធិបតេយ្យនៅកម្ពុជាបានគាំងដំណើរស្ដូកដោយហេតុថាស្ថាប័នសំខាន់ទាំង3រួមមានអង្គការនីតិបញ្ញត្តិនីតិប្រតិបត្តិនិងតុលាការត្រូវបានគណៈបកកាន់អំណាចយកទៅប្រើប្រាស់ដើម្បីរំលាយគណៈបកប្រឆាំងលិខិតរបស់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលផ្ញើទៅលោកបានគីមូនកាលពីថ្ងៃទី4ឧសភាបានសរសេររៀបរាប់ជាច្រើនអំពីសកម្មភាពធ្វើទុកបុកម្នេញដល់គណៈបកប្រឆាំងពីសំណាក់គណៈបកកាន់អំណាចក្នុងនោះមានការកាត់ទោសនិងចេញដោយការចាប់ខ្លួនលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សមន្ត្រីកោជបមន្ត្រីសិទ្ធិមនុស្សនៃឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាការចាប់ខ្លួនតំណាងរាស្ត្រលោកអ៊ុំសំអាននិងការធ្វើទុកបុកម្នេញលោកកឹមសុខាជាដើម
លិខិតបន្តទៀតថាគណៈបកកាន់អំណាចបានប្រើប្រាស់តុលាការជាអាវុធដ៏ចម្បងមួយក្នុងការបំបិទមាត់ក្រុមដែលមានសម្លេងផ្ទុយពីគណៈបកកាន់អំណាចលិខិតនោះក៏បានលើកឡើងអំពីគណៈបកកាន់អំណាចប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ជាឧបករណ៍ដើម្បីធ្វើទុកបុកម្នេញគណៈបកប្រឆាំងក្រុមតំណាងរាស្ត្រគណៈបកប្រឆាំងអំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានត្រូវកោះប្រជុំជាបន្ទាន់ដើម្បីពិនិត្យមើលឡើងវិញនៅចន្លោះប្រហោងអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់រដ្ឋាភិបាលកម្ពុជាដើម្បីធានាសុវត្ថិភាពសមាជិកគណៈបកប្រឆាំងទាំងអស់និងជួយឲ្យស្ថានភាពនយោបាយវិលរកស្ថិរភាពឡើងវិញឆ្ពោះទៅការបោះឆ្នោតឆ្នាំ2017និងឆ្នាំ2018បាទជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនបទសម្ភាសន៍មួយដែលខ្ញុំបានសម្ភាសន៍ជាមួយលោកសុនឆៃតំណាងរាស្ត្រនៃគណៈបកសង្គ្រោះជាតិដើម្បីឲ្យលោកបំភ្លឺបន្ថែមជុំវិញរឿងនេះហើយសំណួររបស់ខ្ញុំទី1ទៅកាន់លោកសុនឆៃនោះគឺថានៅពេលដែលគណៈបកសង្គ្រោះជាតិសម្រេចចិត្តថារត់ទៅរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិជាពិសេសប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីសជាដើមនោះតើវប្បធម៌សន្តិនិកដែលគណៈបកទាំងពីរអះអាងថានឹងយកធ្វើជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាកម្ពុជានោះលែងជជែកគ្នាបានហើយឬមួយយ៉ាងណាបាទសូមអញ្ជើញលោកនាងស្ដាប់កិច្ចសម្ភាសន៍នេះទាំងស្រុងដូចតទៅអាដាមទីបំផុតទៅគណៈបកសង្គ្រោះជាតិនឹងសម្រេចចិត្តថាងាកទៅរកសហគមន៍អន្តរជាតិដើម្បីឲ្យមកជួយដោះស្រាយបញ្ហាកម្ពុជានឹងឡើងវិញហើយដូច្នេះមានន័យថាវប្បធម៌សន្តិនិកដែលគណៈបកទាំងពីរគិតថាអាចដោះស្រាយបញ្ហាកម្ពុជាបាននឹងមិនអាចទៅមុខបានទេទៅជែកខ្មែរនឹងខ្មែរលែងបានហើយអាដាមជាការពិតយើងនៅតែបន្តរោគលទ្ធភាពដែលអាចធ្វើទៅបានដើម្បីនឹងជជែកដោះស្រាយបញ្ហាជាតិរវាងខ្មែរនិងខ្មែរយើងនៅតែមានជំនឿថាការមូលមាត់ដោះស្រាយបញ្ហាជាតិរវាងខ្មែរនិងខ្មែរនឹងមានប្រសិទ្ធភាពនឹងមានការអនុវត្តរោគភាពសុខស្រួលនៅក្នុងសង្គមនឹងឆាប់ជាងក៏ប៉ុន្តែយើងសង្កេតឃើញហើយថាក្នុងរយៈកាលប្រមាណខែចុងក្រោយនេះសភាពការកាន់តែស្ទើរការបំពេញដោយអំណាចដោយប្រើប្រព័ន្ធតុលាការដោយប្រើស្ថាប័នជាតិផ្សេងទៀតក្នុងការធ្វើទុកបុកម្នេញនៅក្នុងបំណងអាចទៅដល់ការបំផ្លាញដល់គណៈបកប្រឆាំងនៅក្នុងប្រទេសកម្ពុជាជាដើមនេះធ្វើឲ្យយើងយល់ថាវានៅតែមានការទទួលខុសត្រូវពីភាគីអន្តរជាតិព្រោះប្រទេសកម្ពុជាវាខុសពីប្រទេសដទៃដោយសារយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានប្រទេសជាង20ដែលបានចុះហត្ថលេខាពីសាក្សីហើយជាអ្នកដែលមានភារកិច្ចជួយក្នុងការកសាងប្រទេសនៅក្រៅគេដែលមានការបង្រួបបង្រួមប្រទេសនិងសន្តិភាពដល់ការបោះឆ្នោតឆ្នាំ1993ជាមួយគ្នានោះយើងឃើញហើយថាក្នុងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យឥឡូវយើងទៅដល់ខែតុលា23តុលានៅឆ្នាំនេះវាគ្រប់25ឆ្នាំហើយយើងនិយាយអំពីមនុស្សវាអាយុដែលទទួលតែពេញវ័យអាចទៅជាប្រទេសដែលមានច្បាប់ទម្លាប់មាននីតិរដ្ឋមានការគោរពមនុស្សនឹងត្រឹមត្រូវមានប្រព័ន្ធយុត្តិធម៌ដែលនឹងជួយការពារនៅយុត្តិធម៌សង្គមការពាររោគយុត្តិធម៌ជូនពលរដ្ឋខ្មែរនឹងឲ្យបានត្រឹមត្រូវហើយជាដើមប៉ុន្តែយើងឃើញថាវាផ្ទុយអំពីការវិវត្តក្នុងរយៈកាលដ៏យូរនេះគឺយើងឃើញសង្គមយើងគឺធ្លាក់កាន់តែជ្រៅទៅក្នុងការរំលោភបំពានការជិះជាន់ការគំរាមកំហែងការធ្វើទុកបុកម្នេញដោយអយុត្តិធម៌កាន់តែធ្ងន់ធ្ងរទៅបាទដូច្នេះហើយបានជាយើងធ្វើលិខិតនេះជាប្រហែលជាជំរើសដ៏លំបាកដែរដោយសារតែយើងគ្មានជំរើសណាប្រសើរជាងការធ្វើលិខិតដើម្បីទៅជំរាបជូនអង្គការសហប្រជាជាតិលោកបានប្រមូលដែលជាអគ្គលេខាធិការហើយចម្លងជូនទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
តែមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីនឹងឲ្យលោកព្រៀបអំពីស្ថានភាពនៃប្រទេសកម្ពុជាដើម្បីឲ្យមានវិធានការដែលយើងចង់បានគឺឲ្យមានជាសន្និសីទអន្តរជាតិមួយព្រោះការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនេះជាភារកិច្ចរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិនេះគឺយើងដឹងហើយថាវាជាកាតព្វកិច្ចរបស់អន្តរជាតិក្នុងការធានាថាកិច្ចព្រមព្រៀងនេះគឺអនុវត្តឲ្យបានត្រឹមត្រូវបាទអាដាមក្នុងការនេះយើងឃើញថាភាពមិនត្រឹមត្រូវវាមិនអាចនឹងដោះស្រាយបាននៅក្នុងសង្គមខ្មែរមកហើយប្រទេសដែលចុះហត្ថលេខានឹងអង្គការសហជីវជាតិគួរតែរៀបចំឲ្យមានសន្និសីទអន្តរជាតិដើម្បីពិនិត្យមើលថាតើបញ្ហាការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិส่วนប្រទេសកម្ពុជានឹងវាមានបញ្ហាអីដែលនាំឲ្យមិនអាចអនុវត្តបានហើយធ្វើឲ្យសភាពការនៃការធានានៅសុខសន្តិភាពនិងការគោរពសិទ្ធិមនុស្សនេះអាចនឹងធ្វើឲ្យមានការលំបាកកាន់តែធ្ងន់ធ្ងរទៅនោះបាទការដែលមនុស្សម្នាដែលមានមតិផ្ទុយពីគណៈបកកណ្ដាលអំណាចពីលោកហ៊ុនសែននេះទាមទារឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាកម្ពុជាជាពិសេសគឺប្រទេសហត្ថលេខីសហប្រធាននៃសន្និសីទក្រុងប៉ារីជាដើមនេះគឺថាមិនមែនជាលើកទី1ទេអាដាមតែងតែអំពាវនាវម្ដងហើយម្ដងទៀតជាពិសេសឲ្យតែដល់ខួបថ្ងៃទី23តុលានឹងយើងឮបែបនឹងតែរហូតប៉ុន្តែកន្លងមកដូចជាមិនបានជោគជ័យអីសោះតើពេលនេះមុននឹងសម្រេចចិត្តសរសេរលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនេះអាដាមមានបានដើរធ្វើ lobby ជាមួយនឹងប្រទេសសហប្រធានឬមួយក៏ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីនឹងដើម្បីឲ្យដឹងថាតើពួកគេនឹងនៅតែមានបំណងអាចនឹងបើកសន្និសីទមួយដោះស្រាយបញ្ហាកម្ពុជាម្ដងទៀតទេក្រោយ25ឆ្នាំកន្លងមកនេះអាដាមយើងសូមជម្រាបដែរថានេះជាលើកទី1ហើយដែលមានតំណាងរាស្ត្រពីប្រទេសកម្ពុជាជាណាចក្រកម្ពុជាយើងរហូតដល់55រូបបាទដែលថាជាតំណាងក្នុងដែលជាអាសនៈដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃយើងនឹងជជែកអំពីការបន្លំផលិតឆ្នោតនេះយើងនិយាយតែអំពីអ្វីដែលយើងនិយាយគឺយ៉ាងតិច45%នៃអាសនៈនៅក្នុងសភាហ្នឹងជាលើកទី1ដែលមានសមាជិកភាពអ្នកតំណាងរាស្ត្រដ៏ច្រើនតំណាងពាក់កណ្ដាលប្រទេសកម្ពុជាដែលបានផ្ញើលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ចឹងមានន័យថាលើកនេះថ្លៃជាងរាល់ដងលើកមុនគ្រាន់តែថាមនុស្សដោយឡែកទីក្រុមដោយឡែកទីលើកនេះគឺថាតំណាងឲ្យអ្នកបោះឆ្នោតចិត្តពាក់កណ្ដាលតែម្ដងបាទនេះជាតំណាងផ្នែកនៃអធិបតេយ្យភាពនៃប្រទេសមួយដើម្បីសុំឲ្យអង្គការសហប្រជាជាតិដែលជាអ្នកបង្កើតជាអ្នកជំរុញឲ្យមានកិច្ចព្រមព្រៀងនេះពិនិត្យឡើងវិញសិក្សាឡើងវិញថាតើបញ្ហាដែលធ្វើឲ្យធ្ងន់ធ្ងរហើយស្ថានភាពធ្ងន់ធ្ងរបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរលើកពេលណាទាំងអស់យើងឃើញហើយការចាប់មិនត្រឹមតែគណៈបកប្រឆាំងទេគឺថាមានពាក់ប៉ះពាល់ទៅដល់មន្ត្រីអង្គការសហប្រជាជាតិសិទ្ធិមនុស្សហើយមានរហូតដល់អង្គការសង្គមស៊ីវិលអីពីច្រើនរូបទៀតហើយមិនដឹងចប់នៅពេលណាដូច្នេះយើងនិយាយថាវាជាសភាពការមួយដែលយើងមិនថាប្រកាសអាសន្នទេប៉ុន្តែវាជាគ្រោះថ្នាក់ដ៏ធំធេងដែលត្រូវការជួយយឹកយងទៅជួយទប់ស្កាត់ជាបន្ទាន់ពីសហគមន៍អន្តរជាតិចំពោះការចាត់ទួព័ត៌មានដែលធម្មតានៅតាមស្ថានទូតធំនៅក្នុងប្រទេសកម្ពុជាគឺមានលក្ខណៈដូចជាយល់ស្របទៅលើការរៀបចំសន្និសីទមិនជាសន្និសីទក្នុងកម្រិតណាមួយទេគ្រាន់តែគេបានយល់ថាវាជាការចារណាទៅលើការរៀបចំសន្និសីទពីការដំណើរសំរុំហើយមកទល់ពេលនេះយើងឃើញមានសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិប្រហែលជា5ប្រទេសហើយដូចជាមានការចង់រួមគ្នាចូលរួមស្នើឲ្យមានជាការបង្កើតសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងនៃក្រុងប៉ារីសច្បាស់ពីកម្ពុជានេះមានសង្ឃឹមច្រើនជាងមុនតែយើងសង្ឃឹមថានឹងអាចចេញជាផ្លែផ្កាទៅបានមួយវិញទៀត
ក៏យើងដឹងដែរថាស្ថានទូតបារាំងនៅក្នុងប្រទេសកម្ពុជានេះក៏មានសកម្មភាពចង់ជំរុញឲ្យមានការរៀបចំរំលឹកខួបទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះជាលក្ខណៈពិសេសមួយដែរបាទលក្ខណៈពិសេសនេះអាចជាប់ទៅលើសិក្ខាសាលាឬក៏ជាសន្និសីទអីមួយឬក៏ជាកម្មវិធីអីមួយដើម្បីពិនិត្យអំពីការដែលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានត្រឹមត្រូវតើមកពីមូលហេតុអីជាដើមនេះក៏ជាកត្តាចេញអំពីលិខិតដែលក្រុមតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិបានធ្វើនេះដែរបាទអរគុណអាដាមក្រៅតែពីបញ្ជូនលិខិតនៅទៅអង្គការសហប្រជាជាតិតើអាដាមបានបញ្ជូនលិខិតនឹងទៅប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីឬមួយប្រទេសសហប្រធាននៃសន្ធិសញ្ញាក្រុងប៉ារីនឹងមានប្រទេសបារាំងឬក៏ឥណ្ឌូនេស៊ីអីជាដើមទេអាដាមជានីតិវិធីរដ្ឋបាលយើងបានចម្លងជូនទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតាមរយៈស្ថានទូតដែលមាននៅទីក្រុងភ្នំពេញយើងបាទហើយមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីនេះហើយក៏មានការជួបមន្ត្រីគណៈបក្សសង្គ្រោះជាតិក៏មានជួបបណ្ដាស្ថានទូតដែលជាហត្ថលេខីមួយចំនួនផងដែរបាទអាដាមលិខិតនឹងតាមពិតនឹងបញ្ជូនតាំងពីថ្ងៃទី4ខែឧសភាគឺមកដល់ថ្ងៃនេះថ្ងៃទី17ហើយគឺបញ្ជូនបាន13ថ្ងៃហើយប៉ុន្តែអាដាមទើបនឹងបានថ្ងៃនេះថ្ងៃទី18បញ្ជូនបាន14ថ្ងៃហើយប៉ុន្តែអាដាមទើបតែបញ្ចេញឲ្យគេដឹងនៅថ្ងៃនេះតើមកដល់ថ្ងៃនេះមានលទ្ធផលអីខ្លះហើយជាពិសេសតើបានដំណឹងអីពីខាងអង្គការសហប្រជាជាតិមកវិញខ្លះបាទយើងទុកពេលបាទជានីតិវិធីរដ្ឋបាលដោយលិខិតនេះមិនមែនជាលិខិតដែលធ្វើសម្រាប់តែជាការប្រកាសជាសាធារណៈឲ្យតែបានដឹងបានឮតែជាលិខិតដែលយើងចង់ឲ្យមានការចាត់វិធានការឲ្យមានជានីតិវិធីការងារតែចេញពីស្ថាប័នអន្តរជាតិកម្ពុជានេះគឺអង្គការសហប្រជាជាតិដូច្នេះបានយើងទុកពេលរយៈពេលយូរបន្តិចមុននឹងផ្សព្វផ្សាយជូនជាសាធារណៈហើយក៏ដូចជាបានជម្រាបមុនទៅបន្តិចដែរថាយើងទល់ពេលនេះយើងបានដំណឹងជាបន្តបន្ទាប់នៅការស្វាគមន៍នៅគំនិតឲ្យមានការរៀបចំឲ្យមានជាសន្និសីទអន្តរជាតិពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅកម្ពុជាហើយមានសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ5រូបហើយយើងសង្ឃឹមថានឹងមានសមាជិកអចិន្ត្រៃយ៍ផ្សេងទៀតដែលនឹងចូលរួមដើម្បីដាក់ជាសំណើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិផងចំពោះចម្លើយពីលោកអគ្គលេខាធិការបានជំនុំនៃអគ្គលេខាធិការអង្គការសហប្រជាជាតិនេះយើងមិនទាន់បានដំណឹងជាផ្លូវការណានៅឡើយទេបាទអាដាមការពិតទៅយើងធ្លាប់ឮប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាការពិតនឹងសន្ធិសញ្ញាក្រុងប៉ារីនឹងអស់សុពលភាពហើយបន្ទាប់ពីមានការបោះឆ្នោតបន្ទាប់ពីរៀនការរៀបចំរដ្ឋាភិបាលអីជាដើមហើយលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់ប្រកាសថាប្រទេសកម្ពុជាជាប្រទេសមានអធិបតេយ្យភាពមិនមានបរទេសណាអាចលូកជ្រៀតជ្រែកចូលមកបានទេបើសិនជាប្រមុខរដ្ឋាភិបាលប្រកាសបែបនេះតើអាដាមមានសង្ឃឹមថាបរទេសហ៊ានលូកដៃចូលមកទេវាជាការដែលយើងជំរុញឲ្យអ្វីដែលជាមូលដ្ឋានដែលជាកិច្ចព្រមព្រៀងអន្តរជាតិមួយមានការទទួលខុសត្រូវសូមបញ្ជាក់ដែរថាអ្វីដែលជាការចោទអំពីការលូកដៃលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាវាជាការនិយាយដើម្បីជាមូលដ្ឋានដើម្បីការពារនៅសិទ្ធិអំណាចណាមួយដែលអ្នកគ្រប់គ្រងប្រទេសមួយមិនចង់ឲ្យមានការមករំខាននៅការងារដែលខ្លួនចង់ធ្វើដោយបំពេញហើយចំពោះបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាសន្ធិសញ្ញាដូចជាកិច្ចព្រមព្រៀងផ្សេងៗដែរមិនមែនគ្រាន់តែមានការបោះឆ្នោតមួយមុខទេកិច្ចព្រមព្រៀងមានចែងមានវិស័យការគា
សាងប្រទេសជាតិខ្មែរឡើងវិញមានការចូលរួមផ្ដល់អំណោយផ្សេងៗដូចយើងបានដឹងស្រាប់ហើយជាង20ឆ្នាំនេះរាប់ប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រូវបានផ្ដល់ដោយប្រទេសជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះតែម្ដងក្នុងការជួយកសាងប្រទេសកម្ពុជាឡើងវិញស្របទៅតាមកិច្ចព្រមព្រៀងហើយក្នុងនោះក៏មានការបន្តឃ្លាំមើលនៅស្ថានភាពនៃសិទ្ធិមនុស្សនៅកម្ពុជាដូចមានការរយ៉ាឡៃអង្គការសហជីវជាតិផ្នែកសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញយើងជាដើមដែលมันមាននៅគ្រប់ប្រទេសណានោះទេជាលក្ខណៈពិសេសដែលកិច្ចព្រមព្រៀងនេះនៅមានការបន្តឃ្លាំមើលពីសំណាក់អង្គការអន្តរជាតិហើយមួយវិញទៀតការចោទប្រកាន់ថាការលើកដៃលើនយោបាយផ្ទៃក្នុងមិនត្រឹមត្រូវទេប្រទេសកម្ពុជាដូចបានជម្រាបគឺជាប្រទេសមួយដែលកើតចេញពីការរៀបចំសន្ធិសញ្ញាអន្តរជាតិមានកិច្ចព្រមព្រៀងអន្តរជាតិនេះតែម្ដងហើយហត្ថលេខីមានកាតព្វកិច្ចនៅតែដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងក្នុងការបន្តជុំជ្រែងនិងឃ្លាំមើលឲ្យការអនុវត្តកិច្ចព្រមព្រៀងនេះធ្វើឲ្យបានត្រឹមត្រូវនៅក្នុងការដែលមានការអនុវត្តកិច្ចព្រមព្រៀងនេះមិនត្រឹមត្រូវហើយដោយកិច្ចព្រមព្រៀងនេះមិនបានកំណត់ថាកិច្ចព្រមព្រៀងនេះវាចប់នៅពេលណានោះសមាជិកហត្ថលេខីទាំងនោះនៅតែមាននឹងអំណាចនិងកាតព្វកិច្ចក្នុងការលូកដៃមកជំរុញឲ្យដំណើរការនៃការគ្រប់គ្រងប្រទេសឲ្យស្របទៅតាមកិច្ចព្រមព្រៀងវិញបាទអញ្ចឹងអាដាមក្នុងនាមជាតំណាងរាស្ត្រអាដាមហ៊ានធានាជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលទស្សនាទូរទស្សន៍អាស៊ីសេរីហើយដែលនឹងស្ដាប់ការផ្សាយរបស់យើងនៅក្នុងវិទ្យុអាស៊ីសេរីនឹងថានៅតែមានសង្ឃឹមដែលសហប្រធានឬមួយក៏ប្រទេសហត្ថលេខីទាំងអស់នឹងសហគមន៍អន្តរជាតិនឹងមិនបោះបង់កម្ពុជាចោលទេនឹងលូកដៃជួយស្ដារស្ថិរភាពនៅកម្ពុជាទេអាដាមហ៊ានធានាអញ្ចឹងចំពោះប្រជាពលរដ្ឋដែរខ្ញុំមិនមែនជាអ្នកមានកាតព្វកិច្ចធានាប៉ុន្តែខ្ញុំមានកាតព្វកិច្ចក្នុងការជំរុញឲ្យមានការចូលរួមពីអន្តរជាតិនិងបំពេញកាតព្វកិច្ចជាអន្តរជាតិពីប្រទេសដែលបានចុះមកលេខានៃកិច្ចព្រមព្រៀងឥឡូវសួរចេះវិញអាដាមសង្ឃឹមច្រើនទេយើងអាដាមសង្ឃឹមច្រើនទេជាការងារមួយដែលយើងត្រូវតែធ្វើក្នុងទូនីតិដែលយើងជាសមាជិករដ្ឋសភាដែលជាតំណាងឲ្យប្រជាជាតិនៅក្នុងស្ថានភាពដ៏លំបាកមុខស្មាញហើយដែលយើងបានខិតខំរកសពវិធីក្នុងការដោះស្រាយបញ្ហានេះដោយខ្លួនយើងហើយពុំអាចរកវិធីដោះស្រាយបានដូច្នេះយើងត្រូវតែជំរុញឲ្យអ្នកដែលបានធានាថាការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះគឺនឹងធានាឲ្យមានលទ្ធិប្រជាធិបតេយ្យនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះដើម្បីធ្វើរំលឹកគាត់ហើយនឹងជំរុញគាត់ឲ្យបំពេញកាតព្វកិច្ចរបស់គាត់ហើយការងារនេះជារឿងមួយដែលមិនទៅមានការមិនយកចិត្តទុកដាក់បានទេពីព្រោះដូចបានបញ្ជាក់នៅក្នុងករណីដែលសមាជិកភាពពីស្ថាប័ននីតិបញ្ញត្តិមួយរបស់ប្រទេសមួយមានតំណាងពាក់កណ្ដាលនៃប្រជាជាតិមួយស្នើខ្ញុំសង្ឃឹមថានឹងមានប្រតិកម្មនឹងមានកម្មវិធីឬក៏នឹងមានការឆ្លើយតបណាមួយជាវិជ្ជមានមិនខានបាទសូមអរគុណអាដាមសុនឆៃដែលបានផ្ដល់កិច្ចសម្ភាសន៍ដល់ទូរទស្សន៍អាស៊ីសេរីហើយនឹងវិទ្យុអាស៊ីសេរីនៅពេលនេះបាទខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាអាដាមបាទសូមអរគុណសូមជម្រាបលាអាស៊ីសេរីបាទលោកនាងជាទីមេត្រីអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកគ្រោងដឹកនាំធ្វើបាតកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃសុក្រទី10ខែមិថុនាខាងមុខនេះដើម្បីទាមទាររដ្ឋាភិបាលក្រុង Washington ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងការទូតទៅលើរដ្ឋាភិបាលរបស់លោកហ៊ុនសែនរហូតដល់មានការដោះលែងអ្នកទោសនយោបាយសកម្មជនការពារសិទ្ធិមនុស្សនិងសកម្មជនដទៃទៀតឲ្យមានសេរីភាព
បាទក្រុមនេះក៏នឹងជំរុញរដ្ឋសភាអាមេរិកអនុម័តច្បាប់ស្តីពីការបង្កើតក្រុមទំនាក់ទំនងកម្ពុជាដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីយុត្តិធម៌និងធានាការផ្ទេរអំណាចដោយសន្តិវិធីនៅកម្ពុជាក្រុមសម្ព័ន្ធមិត្តខ្មែរអាមេរិកក៏អំពាវនាវដល់ពលរដ្ឋខ្មែរនៅទូទាំងប្រទេសផ្សេងៗដឹកនាំធ្វើបាតកម្មដោយសន្តិវិធីនៅតាមសាលាក្រុងសភាជាតិនិងស្ថានទូតខ្មែរនានានៅតាមបណ្ដាប្រទេសរបស់ខ្លួនដែលរស់នៅថ្ងៃទី10ខែមិថុនានេះដែរដើម្បីជាការរំលឹកដល់ពិភពលោកថាកម្ពុជាជាប្រទេសពុំទាន់មានសេរីភាពឡើយបាទលោកនាងពេលនេះកំពុងស្ដាប់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកបាទនៅវេលាម៉ោងប្រមាណ 11 ព្រឹកថ្ងៃពុធនេះរោងចក្រមួយឈ្មោះ New West Global Textile ត្រូវបានឆាបឆេះគណៈកម្មករចេញទៅបរិភោគអាហារថ្ងៃត្រង់បើទោះបីជាមិនមានអ្នកស្លាប់និងរបួសក៏ដោយភ្លើងអគ្គិសនីនេះក៏មានសិស្សសាលាម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកខណៈធ្វើដំណើរទៅមើលរោងចក្រដែលកំពុងឆាបឆេះនេះបាទលោកមុំមនីរតដែលបានចុះទៅយកព័ត៌មានដល់កន្លែងរោងចក្រនោះមានសេចក្តីរាយការណ៍ជុំវិញបញ្ហានេះបាទជំរាបសួរមនីរតបាទជំរាបសួរលោកជុនច័ន្ទបុតបាទភ្លើងឆេះទៀតហើយសំណាងដែរយើងមិនមានឮថាមានអ្នកណាស្លាប់ក៏ប៉ុន្តែមកដល់ពេលនេះមានដឹងទេថាហេតុអីបានជារោងចក្រនឹងឆេះឡើងមូលហេតុអីស្អីទៅជាប្រភពដើមភ្លើងតាមការសន្និដ្ឋានរបស់ស្នងការអធិការរងស្រុកភ្នំស្រួយស្រុកសំរោងទងហើយនឹងកម្មករដែលបម្រើការនៅរោងចក្រនឹងនិយាយដូចគ្នាថាការសន្និដ្ឋានជាបឋមនឹងគឺអាចបណ្ដាលមកពីផ្ទុះសេសែភ្លើងហើយដោយឡែកបញ្ហាដទៃទៀតក្រៅពីនេះនឹងគឺថារោមមិនទាន់ឃើញជាមូលហេតុទេអានឹងគឺជារបាយការណ៍បឋមដោយសារតែពេលដែលយើងសាកសួរនឹងឃើញថាភ្លើងប្រហែលជានៅសល់ 10% ទៀតដែលនឹងត្រូវគ្រប់គ្រងរួចជាស្ថាពរហើយដូច្នេះហើយរបាយការណ៍ទាំងនេះមន្ត្រីនគរបាលដែលផលិតអគ្គិភ័យនឹងគាត់សន្និដ្ឋានជាបឋមដោយផ្អែកលើកត្តាមួយចំនួនដែលខ្ញុំបានរៀបរាប់ដោយកម្មករលើកឡើងអញ្ចឹងថាកម្មករនៅពេលដែលផ្ទុះនឹងគឺថាពួកគាត់ចេញអស់ទៅហើយអញ្ចឹងទេមិនមានអីដែលសង្ស័យថាអាចបង្កឡើងដោយមនុស្សទេបាទអញ្ចឹងសំណាងមែនតើនោះឆេះខ្ញុំម៉ោងម្ដុំម៉ោងបាយថ្ងៃត្រង់ដែលកម្មករអត់នៅណាបាទហូចអ្នកដែលស្លាប់នឹងគាត់ជិះមកមើលហើយជិះមកមើលទៅរថយន្តបុកនៅម្ដុំមុខរោងចក្រស្លាប់នឹងតែម្ដងឬមួយយ៉ាងម៉េចនិយាយរួមគឺថាប្រហែលជាជាងទៅ2ទៅ300ម៉ែត្រពីកន្លែងរោងចក្រឆេះហ្នឹងបានសេចក្តីថារោងចក្រហ្នឹងនៅហួសខាងលិចកណ្ដោលដុំហើយអ្នកស្លាប់នឹងនៅខាងកើតកណ្ដោលដុំអញ្ចឹងទេវាស្លាប់យ៉ាងម៉េចថាអីរថយន្តមកប៉ះគាត់ពីដំបូងហ្នឹងគឺថាគាត់ជិះលំអដឹកអាចដឹកបន្លែក៏មិនដឹងដឹកស៊ីម៉ង់ក៏មិនដឹងមិនច្បាស់កន្លែងហ្នឹងប៉ុន្តែច្បាស់ថាបុកលំអដៃលំអហ្នឹងលំអប៉ះម៉ូតូដូចគ្នាហ្នឹងក៏ខ្ទាតទៅផ្លូវមួយខាងទៀតដែលរថយន្តដឹកសាំងមកពីទិសខាងលិចហ្នឹងចូលក្នុងរថយន្តហ្នឹងតែម្ដងតែស្លាប់ហ្នឹងគាត់នៅក្រោយគេទេគាត់អង្គុយក្រោយគេក្នុងចំណោមអ្នក3នាក់ហ្នឹងគាត់ខ្ទាតចូលឡានទៅអញ្ចឹងទៅបាទលោករាយការណ៍ថាជាសិស្សសាលាស្រីឬប្រុសអាយុប៉ុណ្ណាដែរបាទស្រីប្រហែលជាខ្ទង់15ដល់16ឆ្នាំលោកបាទអរគុណលោកហើយមកដល់ម៉ោងនេះយើងដឹងតើឆេះនឹងឆេះខ្ទេចតែម្ដងរោងចក្រនឹងឬមួយក៏មានការពលុតទាន់ពេលវេលារោងចក្រនឹងឃើញថាឆេះប្រហែលជាពាក់កណ្ដាលភាគរយម្នាក់បានតែក្តីថាឆេះពាក់កណ្ដាលរោងចក្រទៅហើយឆេះនឹងចំពីអ្វីដែលផលិតផលសម្រាប់ចុងក្រោយរបស់រោងចក្រដែលនឹងត្រូវបញ្ជូនចេញទៅក្រៅប្រទេសយប់នឹងឬក៏ថ្ងៃនឹងតែម្ដងហើយតាមកម្មករនិយាយនឹងថាផលិតផលសម្រាប់នេះគឺជាផលិតផលមួយដែលមានទំហំទឹកប្រាក់នឹងវល់លានដុល្លារពីព្រោះថាក្នុងមួយថ្ងៃនឹងកម្មករផលិតជាផលិតផលសម្រាប់នឹងបាន10000អាវបាទអញ្ចឹងបានសេចក្តីថាវាជាងមួយអាទិត្យជាងហើយដូច្នេះវា7-8ទៅ10000អាវហើយដូច្នេះក្នុងតម្លៃអាវនីមួយចន្លោះពី$5ទៅ$20ហ្នឹងវារាប់លានដុល្លារដែរលោកបាទហើយចំពោះរបាយការណ៍ជាក់លាក់ថាតើពលុតបានជាស្ថាពរឬយ៉ាងម៉េចហ្នឹងគឺថាសមត្ថកិច្ចអះអាងថាមិនទាន់ទេក្នុងពេលដែលខ្ញុំចាក់ចេញពីរោងចក្រហ្នឹងគឺថានៅសល់ប្រហែល 10% ទៀតហើយមូលហេតុដែលនាំឲ្យមានភាពយឺតយ៉ាវនេះ
មានការស្ដីបន្ទោសគ្នាច្រើនណាស់រវាងក្រមពលរដ្ឋអគ្គិភ័យនឹងបដាក់ទម្លាក់កំហុសគ្នាទៅវិញទៅមកបានសេចក្តីថាក្រមម្ខាងទៀតដែលទៅពីរាជធានីភ្នំពេញផងនឹងទៅពីក្រសួងមហាផ្ទៃផងនឹងហើយមានក្រមង70ទៀតដែលជាក្រមនៃពលរដ្ឋអគ្គិភ័យនឹងគាត់ថាដោយសារតែរថយន្តពលរដ្ឋអគ្គិភ័យនៅទីរួមខេត្តក្នុងតំបន់កំពង់ស្ពឺនឹងគឺថាវាអត់មានរថយន្តណាដែលអាចពលរដ្ឋអគ្គិភ័យទាន់ពេលវេលាបានសេចក្តីថាឡានខ្លះខូចបែកកង់អញ្ចឹងឡានខ្លះដេកមិនឆេះអានេះមានការបកស្រាយរបស់កម្មករជាដើមឡានអញ្ចឹងមានតែរថយន្តចេញពីទៅរាជធានីភ្នំពេញទៅពីខេត្តកណ្ដាលហើយទៅពីក្រសួងមហាផ្ទៃនិងង70ផងដែលទៅជួយពលរដ្ឋពីថ្ងៃមិញនឹងបាទនឹងឲ្យលោករាយការណ៍ថាมันមានអ្នកស្លាប់ទេក៏ប៉ុន្តែអត់មានអ្នកស្លាប់ហើយអ្នករបួសហើយក៏មិនមានដែរណាបាទដូចខ្ញុំបានរាយការណ៍ពីកណ្ដាលអញ្ចឹងដោយសារកម្មករចំជួននឹងចេញអស់តែបើសិនជាមិនចេញវិញលោកខ្ញុំពិនិត្យមើលស្ថានភាពហ្នឹងប្រហែលជាត្រូវអាចមានកម្មករស្លាប់ពីព្រោះថាទ្វារហ្នឹងគឺទៅតូចណាស់ផ្លូវចេញហ្នឹងគឺតូចហើយម្យ៉ាងទៀតគឺថានៅពេលដែលម៉ោងចន្លោះពេលហ្នឹងគឺគេត្រូវចាក់សោដើម្បីការពារសុវត្ថិភាពអញ្ចឹងបើសិនជាមានកម្មករខ្លះណាដែលអាចគាត់ហូបបាយក្នុងរោងចក្របែរជាចេញមិនរួចទេលោកបាទអ្វីត្បិតតែមានគ្រោះថ្នាក់ឲ្យដល់ស្លាប់ក៏ដោយចុះកម្មករវិញនៅពេលដែលរោងចក្រឆេះទៅពួកគាត់នឹងមានកន្លែងណាធ្វើទៀតដែរតើរោងចក្រនឹងមានសាខាតាណាដើម្បីទទួលពួកគាត់ឲ្យបន្តការងារទៀតដែរឬមួយក៏នៅពេលដែលឆេះហើយពួកនឹងអត់ការធ្វើលោកមានបានដេញដោលរឿងនឹងមួយម៉ាត់ចុងក្រោយទេបាទខ្ញុំព្យាយាមតាក់ទងទៅខាងអ្នកទទួលខុសត្រូវរោងចក្រដែរប៉ុន្តែម្នាក់ធ្វើមុខជួឲ្យគាត់មិនសប្បាយចិត្តនឹងផ្ដល់ព័ត៌មានទេហើយម្យ៉ាងដែលឡែកក្រៅពីនេះគឺថាកម្មករនឹងគាត់អស់សង្ឃឹមណាស់ដែលទី1គាត់គិតថាក្នុងកំឡុងពេលនេះមិនដឹងជាគាត់អាចបើកប្រាក់បៀវត្សបានអត់ពីព្រោះរោងចក្រនឹងត្រូវការខាតបង់សម្បើមមែនទែនទី2នៅពេលដែលចន្លោះនឹងតើរោងចក្រនឹងទទួលខុសត្រូវពួកគាត់របៀបណាទេគឺម្នាក់អង្គុយក្បងក្បាលជង្គង់រៀងខ្លួនអញ្ចឹងហើយម្យ៉ាងនឹងក្នុងការដែលស្ថាបនាឡើងវិញរោងចក្រនឹងខ្ញុំមើលទៅគឺថាមិនមែនធ្វើក្នុងរយៈពេល2ឬ3ខែទេពីព្រោះអាគារទាំងមូលនឹងក៏ត្រូវបានប្រេះត្រូវបានខូចខាតអីអញ្ចឹងទាំងអស់ហើយដូច្នេះការស្ដារឡើងវិញនៃរោងចក្រនឹងត្រូវការចំណាយពេលណាហើយសាខាដែលដោយលោកបានសួរនឹងយើងសួរទៅគឺថាมันមានទេមានរោងចក្រនឹងមួយអញ្ចឹងពួកគាត់ប្រហែលជាប្រឈមមុខខ្លាំងមែនទែនចន្លោះពេលនឹងបាទអ្នកដែលប្រឈមមុខនឹងមើលទៅប្រមាណ100អ្នកដែរកម្មកររោងចក្រនឹងធំឬតូចទេរោងចក្រនឹងបាទរោងចក្រនឹងកម្មករទាំងអស់វា700អ្នកដែលធ្វើការផលិតខោអាវសម្លៀកបំពាក់នឹងបាទអញ្ចឹងអរគុណមនីរតត្រឹមនេះសូមជម្រាបលាអរគុណជម្រាបលាលោកបាទលោកនាងជាទីមេត្រីអតីតប្រធានមន្ទីរសន្តិសុខស21ឬគុកទួលស្លែងក្នុងរបបខ្មែរក្រហមឈ្មោះកាំងហ្គេកអ៊ីវហៅឌុចនឹងឡើងធ្វើជាសាក្សីផ្ដល់សក្ខីកម្មក្នុងកិច្ចជំនុំជម្រះក្តីលើសំណុំរឿង002វគ្គ2ចាប់តាំងពីថ្ងៃទី26ខែឧសភានេះតទៅសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមផ្សាយឲ្យដឹងនៅថ្ងៃទី18ឧសភាថាលោកកាំងហ្គេកអ៊ីវត្រូវបានតុលាការកោះហៅទៅផ្ដល់សក្ខីកម្មក្នុងប្រធានបទទី4នៃសំណុំរឿង002វគ្គ2ពាក់ព័ន្ធនឹងមន្ទីរសន្តិសុខនិងការបោសសម្អាតផ្ទៃក្នុងជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស21គុកទួលស្លែងអង្គជំនុំជម្រះសាលាដំបងត្រៀមរយៈពេល9ថ្ងៃដើម្បីសាកសួរសាក្សីរូបនេះគឺជាលើកទី2ហើយដែលកាំងហ្គេកអ៊ីវបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង002ប្រឆាំងនឹងនួនជានិងខៀវសំផនគាត់បានបង្ហាញខ្លួនក្នុងនាមជាសាក្សីក្នុងសំណុំរឿង002វគ្គ1កាលពីខែមីនានិងមេសាឆ្នាំ2012កាំងហ្គេកអ៊ីវត្រូវបានសាលាក្តីខ្មែរក្រហមរកឃើញថាគឺជាអតីតអ្នកទទួលខុសត្រូវខ្ពស់បំផុតមួយរូបចំពោះអក្រិតកម្មក្នុងរបបកម្ពុជាប្រជាធិបតេយ្យហើយបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងទី1គឺសំណុំរឿង001ពីបទអក្រិតកម្មប្រឆាំងមនុស្សជាតិនិងការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949លោកនាងជាទីមេត្រីមនុស្សជាង300នាក់នៅខេត្តរតនគិរីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំភពផែនដីនិងការគ្រប់គ្រងធនធានធម្មជាតិវគ្គបណ្ដុះបណ្ដាលអប់រំនេះបង្កើតឡើងស្របពេលដែលមានការសម្គាល់ឃើញថាធនធានធម្មជាតិនៅកម្ពុជាកំពុងទទួលរងនឹងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់លោករដ្ឋាភិបាលមានសេចក្តីរាយការណ៍ព័ត៌មាននេះ
ភាពនៃសេចក្តីស្រឡាញ់គឺជាប្រធានបទសំខាន់ដែលអ្នកបណ្ដុះបណ្ដាលលើកយកមកពិភាក្សានិងធ្វើបទបង្ហាញដល់អ្នកចូលរួមដែលរួមមានព្រះសង្ឃសិស្សនិស្សិតអ្នកកាន់គ្រឹះសាសនាអ៊ីស្លាមសាសនាប្រជាសហគមន៍អាជ្ញាធរមូលដ្ឋាននិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើមប្រធានកម្មវិធីនៃអង្គការសង្គ្រោះសត្វព្រៃកម្ពុជាលោកច័ន្ទវិចិត្រថ្លែងថាភាពនៃក្តីស្រឡាញ់មានសារៈសំខាន់លើកទឹកចិត្តក្នុងជំរឿចិត្តរបស់មនុស្សគ្រប់រូបឲ្យបដូរឥរិយាបថនិងកែប្រែការប្រព្រឹត្តខាងក្រៅដើម្បីចូលរួមការពារភពផែនដីនិងធនធានធម្មជាតិលោករំពឹងថាការចូលរួមវគ្គបណ្ដុះបណ្ដាលនេះនឹងបញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍នៃការពារបរិស្ថាននិងធនធានធម្មជាតិដល់គ្រប់មជ្ឈដ្ឋានពីព្រោះកាលណាយើងស្រឡាញ់យើងនឹងលះបង់យើងនឹងបញ្ចេញនូវសកម្មភាពយើងនឹងចូលរួមនៅក្នុងកិច្ចការពារថែរក្សារបស់ដែលយើងស្រឡាញ់អញ្ចឹងពាក្យស្រឡាញ់នេះគឺវាមានអានុភាពខ្លាំងក្លាណាស់សម្រាប់ខ្ញុំគិតថាបើសិនបើមនុស្សចាប់ផ្ដើមពីពាក្យស្រឡាញ់ទៅវានឹងអាចរក្សាអ្វីៗឲ្យគង់វង្សរបាយការណ៍របស់ប្រជាពលរដ្ឋសហគមន៍ការពារព្រៃឈើសហគមន៍ជលផលសហគមន៍ការពារសត្វព្រៃនិងធនធានធម្មជាតិនៅខេត្តរតនគិរីជាពិសេសសហគមន៍តំបន់ការពារធម្មជាតិទាំង7សហគមន៍នៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យខេត្តរតនគិរីឲ្យដឹងថាច្រើនឆ្នាំកន្លងទៅនេះសត្វព្រៃឈើមច្ឆជាតិជីវៈចម្រុះរងការបំផ្លាញច្រើនរូបភាពបង្កឲ្យមានគ្រោះរាំងស្ងួតខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែងជីវភាពប្រជាពលរដ្ឋនិងប៉ះពាល់ប្រពៃណីជនជាតិដើមភាគតិចនៅខេត្តភាគឦសានមួយនេះតំណាងសហគមន៍តំបន់ការពារធម្មជាតិអូខាំផាក្នុងឃុំតាវែងលើស្រុកតាវែងខេត្តរតនគិរីលោកធីវលៀងក៏សម្គាល់ថាធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិរងការបំផ្លាញទាំងព្រៃឈើសត្វព្រៃនិងជីវៈចម្រុះកត្តានេះបានជះឥទ្ធិពលដល់ការប្រែប្រួលអាកាសធាតុបច្ចុប្បន្នត្រូវតែមានការប្រុងប្រយ័ត្នរួមគ្នាការពារធនធានធម្មជាតិដែលនៅសេសសល់ឲ្យបានប្រសើរឡើងវិញធនធានធម្មជាតិវាខ្វះទាំងត្រីក៏ងាប់សត្វក៏ងាប់វាដល់ថាវាអស់ព្រៃឈើម្ដងនេះវាប៉ះពាល់ប្រពៃណីរ៉ាអ្នកតាចំណែកតំណាងសហគមន៍ការពារព្រៃឈើកុកឡាក់ក្នុងស្រុកវុនសៃលោកផៃថោងបញ្ជាក់ដែរថាអនុផលព្រៃឈើដូចជាដើមសម្រងដែលដុះនៅតំបន់ព្រៃភ្នំក្នុងឧទ្យានជាតិវីរៈជ័យបានរងការកាប់រំលំយកផ្លែអស់រាប់ពាន់ដើមនៅប៉ុន្មានឆ្នាំកន្លងទៅលោកថាការសិក្សាពីភាពជាអ្នកដឹកនាំភពផែនដីនិងធនធានធម្មជាតិជួយលើកទឹកចិត្តឲ្យសហគមន៍យល់ដឹងពីសេចក្តីស្រឡាញ់ដែលជំរុញឲ្យសហគមន៍កែប្រែទម្លាប់ខុសឆ្គងហើយប្រកាន់យកភាពជាអ្នកដឹកនាំការពារភពផែនដីឲ្យបានប្រសើរឡើងវិញមានគេកាប់ចម្រងកាប់អីនោះអានេះគេបំផ្លាញធនធានធម្មជាតិកាប់ចឹងមិនទៅបំផ្លាញកាប់នោះគេកាប់រើសយកផ្លែអភិបាលរងខេត្តរតនគិរីលោកនុនសុភាពក៏សម្គាល់ដែរថាជីវិតសត្វរុក្ខជាតិនៅលើភពផែនដីរស់អាស្រ័យលើធនធានធម្មជាតិនិងបរិស្ថានមានទឹកដីព្រៃឈើហេតុនេះការបំផ្លាញធនធានធម្មជាតិដោយសារកត្តាមនុស្សគឺជាកត្តាសំខាន់ដែលត្រូវស្វែងយល់ហើយរួមគ្នាការពារទប់ស្កាត់បទល្មើសនិងសកម្មភាពណាដែលបង្កផលប៉ះពាល់ដល់បរិស្ថាននិងធនធានធម្មជាតិមេតាជួយបន្តចែករំលែកនិងយកទៅអនុវត្តដោយការចូលរួមនិងទប់ស្កាត់បទល្មើសឬសកម្មភាពណាដែលបង្កប៉ះពាល់ដល់បរិស្ថានទោះជាយ៉ាងណាក៏ដោយរដ្ឋលេខាធិការក្រសួងបរិស្ថានលោកសាប៊ូអូហ្សាណូទទួលស្គាល់ថាក្រសួងបរិស្ថានមានតួនាទីសំខាន់ក្នុងការអនុវត្តនិងសម្របសម្រួលជាមួយស្ថាប័នសាធារណៈឯកជននិងដៃគូអភិវឌ្ឍន៍នានាលើសពីនេះទៀតដើម្បីឲ្យការបំពេញភារកិច្ចនេះមានប្រសិទ្ធភាពនិងជោគជ័យត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងភាពជាអ្នកដឹកនាំដែលជាគន្លឹះសម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជាខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីបាទលោកនាងជាទីមេត្រីកម្មវិធីព័ត៌មានរបស់យើងនៅពេលនេះចាប់តែត្រឹមនេះបាទលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនារាត្រីនេះចាប់តែត្រឹមនេះបាទយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទជួនច័ន្ទវុឌ្ឍព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលារាត្រីសួស្តី
ទទួលបានថ្មីដែលលិខិតជូនដំណឹងថានឹងជូនសំណុំរឿង49ហ្នឹងទៅធ្វើការជំរុំជម្រះប៉ុន្តែនៅក្នុងលិខិតជូនដំណឹងហ្នឹងមិនបានកំណត់ពេលវេលាថាទៅជំនុំជម្រះនៅថ្ងៃណានៅឡើយនោះទេបាទចំពោះលោកផ្ទាល់វិញលោកគិតថាសាច់រឿងនឹងអាចនឹងឈានចូលដល់ការដាក់ទោសទណ្ឌលោកហើយរហូតដល់ប្រឈប់សមាជិកភាពរបស់លោកពីតំណែងមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងដែរទេជុំវិញដំណើររឿងនេះខ្ញុំដែលធ្វើការផ្ទាល់ជាមួយកម្មករហើយបើយើងមើលទៅនឹងគេថាការចោទប្រកាន់យើងមិនបានប្រព្រឹត្តមានថាទោសកំហុសដោយការចោទប្រកាន់នេះទេដូច្នេះខ្ញុំគិតថាវាមិនមានអ្វីដែលកើតឡើងទេវាត្រូវតែបញ្ចប់បទសំណុំរឿងនឹងឬមួយថាទម្លាក់ការចោទប្រកាន់នឹងបាទលោកប្រកែកថាលោកមិនបានទៅទេលោកមិនបានចូលរួមទេតើតុលាការមានភស្តុតាងអីសម្រាប់ដាក់បន្ទុកលោកម្ដងហើយម្ដងទៀតនេះបាទការដែលអះអាងឬភស្តុតាងភាគីមួយខាងទៀតនោះខ្ញុំមិនទាន់បានទទួលហើយក៏មិនទាន់បានឃើញថាតើការដាក់បន្ទុកនឹងផ្អែកទៅលើអង្គហេតុមូលដ្ឋានឬភស្តុតាងដាក់បន្ទុកបែបណានោះយើងមិនទាន់បានឃើញទេតាំងពីមានរឿងនឹងកើតឡើងរឿងបណ្ដឹងនឹងកើតឡើងបាទអញ្ចឹងខ្ញុំបាទសូមអរគុណលោករងឈុនដែលបានផ្ដល់កិច្ចសម្ភាសន៍នៅពេលនេះបាទសូមជម្រាបលាបាទសូមអរគុណលោកចិនបាទសូមអរគុណជម្រាបលាបាទលោកនាងជាទីមេត្រីគណៈបកប្រឆាំងសូមឲ្យលោកបានគីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិកោះប្រជុំរវាងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាកម្ពុជាគណៈបកសង្គ្រោះជាតិបានផ្ញើលិខិតទៅអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោកបានគីមូនដើម្បីស្នើឲ្យលោកធ្វើអន្តរាគមន៍និងកោះប្រជុំជាបន្ទាន់ដើម្បីជៀសវាងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាសមាជិកសភាមកពីគណៈបកសង្គ្រោះជាតិទាំង55រូបតំណាងឲ្យអ្នកបោះឆ្នោត 45% ដែលបានចុះហត្ថលេខារួមគ្នាលើលិខិតផ្ញើជូនលោកបានគីមូនបាននឹងជម្រាបជូនលោកបានគីមូនថាជិត25ឆ្នាំហើយតាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីនោះមកប្រជាធិបតេយ្យនៅកម្ពុជាបានគាំងដំណើរស្ដូកដោយហេតុថាស្ថាប័នសំខាន់ទាំង3រួមមានអង្គការនីតិបញ្ញត្តិនីតិប្រតិបត្តិនិងតុលាការត្រូវបានគណៈបកកាន់អំណាចយកទៅប្រើប្រាស់ដើម្បីរំលាយគណៈបកប្រឆាំងលិខិតរបស់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលផ្ញើទៅលោកបានគីមូនកាលពីថ្ងៃទី4ឧសភាបានសរសេររៀបរាប់ជាច្រើនអំពីសកម្មភាពធ្វើទុកបុកម្នេញដល់គណៈបកប្រឆាំងពីសំណាក់គណៈបកកាន់អំណាចក្នុងនោះមានការកាត់ទោសនិងចេញដីកាចាប់ខ្លួនលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិការចាប់ខ្លួនមន្ត្រីការពារសិទ្ធិមនុស្សមន្ត្រីកោជបមន្ត្រីសិទ្ធិមនុស្សនៃឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាការចាប់ខ្លួនតំណាងរាស្ត្រលោកអ៊ុំសំអាននិងការធ្វើទុកបុកម្នេញលោកកឹមសុខាជាដើមលិខិតបន្តទៀតថាគណៈបកកាន់អំណាចបានប្រើប្រាស់តុលាការជាអាវុធដ៏ចម្បងមួយក្នុងការបំបិទមាត់ក្រុមដែលមានសម្លេងផ្ទុយពីគណៈបកកាន់អំណាចលិខិតនោះក៏បានលើកឡើងអំពីគណៈបកកាន់អំណាចប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ ACU ជាឧបករណ៍ដើម្បីធ្វើទុកបុកម្នេញគណៈបកប្រឆាំងក្រុមតំណាងរាស្ត្រគណៈបកប្រឆាំងអំពាវនាវឲ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទាំងអស់ដែលគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានត្រូវកោះប្រជុំជាបន្ទាន់ដើម្បីពិនិត្យមើលឡើងវិញនៅចន្លោះប្រហោងអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីរបស់រដ្ឋាភិបាលកម្ពុជាដើម្បីធានាសុវត្ថិភាពសមាជិកគណៈបកប្រឆាំងទាំងអស់និងជួយឲ្យស្ថានភាពនយោបាយវិលរកស្ថិរភាពឡើងវិញឆ្ពោះទៅការបោះឆ្នោតឆ្នាំ2017និងឆ្នាំ2018បាទជាបន្តទៅទៀតនេះខ្ញុំបាទសូមជូនបទសម្ភាសន៍មួយដែលខ្ញុំបានសម្ភាសន៍ជាមួយលោកសុនឆៃតំណាងរាស្ត្រនៃគណៈបកសង្គ្រោះជាតិដើម្បីឲ្យលោកបំភ្លឺបន្ថែមជុំវិញរឿងនេះហើយសំណួររបស់ខ្ញុំទី1ទៅកាន់លោកសុនឆៃនោះគឺថានៅពេលដែលគណៈបក
សង្គ្រោះជាតិសម្រាប់ចិត្តថារត់ទៅរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិជាពិសេសប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីសជាដើមនោះតើវប្បធម៌សន្តិនិកដែលគណៈបកទាំងពីរអះអាងថានឹងយកធ្វើជាគន្លឹះសម្រាប់ដោះស្រាយបញ្ហាកម្ពុជានោះលែងជជែកគ្នាបានហើយឬមួយយ៉ាងណាបាទសូមអញ្ជើញលោកនាងស្ដាប់កិច្ចសម្ភាសន៍នេះទាំងស្រុងដូចតទៅអាដាមទីបំផុតទៅគណៈបកសង្គ្រោះជាតិនឹងសម្រាប់ចិត្តថាងាកទៅរកសហគមន៍អន្តរជាតិដើម្បីឲ្យមកជួយដោះស្រាយបញ្ហាកម្ពុជានឹងឡើងវិញហើយដូច្នេះមានន័យថាវប្បធម៌សន្តិនិកដែលគណៈបកទាំងពីរគិតថាអាចដោះស្រាយបញ្ហាកម្ពុជាបាននឹងមិនអាចទៅមុខបានទេទៅជែកខ្មែរនឹងខ្មែរលែងបានហើយអាដាមជាការពិតយើងនៅតែបន្តរកលទ្ធភាពដែលអាចធ្វើទៅបានដើម្បីនឹងជជែកដោះស្រាយបញ្ហាជាតិរវាងខ្មែរនិងខ្មែរយើងនៅតែមានជំនឿថាការមូលមាត់ដោះស្រាយបញ្ហាជាតិរវាងខ្មែរនិងខ្មែរនឹងមានប្រសិទ្ធភាពនឹងមានការអនុវត្តរកភាពសុខស្រួលនៅក្នុងសង្គមនឹងឆាប់ជាងក៏ប៉ុន្តែយើងសង្កេតឃើញហើយថាក្នុងរយៈកាលប្រមាណខែចុងក្រោយនេះសភាពការកាន់តែស្ទៅការបំពេញដោយអំណាចដោយប្រើប្រព័ន្ធតុលាការដោយប្រើស្ថាប័នជាតិផ្សេងទៀតក្នុងការធ្វើទុកបុកម្នេញនៅក្នុងបំណងអាចទៅដល់ការបំផ្លាញដល់គណៈបកប្រឆាំងនៅក្នុងប្រទេសកម្ពុជាជាដើមនេះធ្វើឲ្យយើងយល់ថាវានៅតែមានការទទួលខុសត្រូវពីភាគីអន្តរជាតិព្រោះប្រទេសកម្ពុជាវាខុសពីប្រទេសដទៃដោយសារយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានប្រទេសជាង20ដែលបានចុះហត្ថលេខាជាសាក្សីហើយជាអ្នកដែលមានភារកិច្ចជួយក្នុងការកសាងប្រទេសនៅក្រៅគេដែលមានការបង្រួបបង្រួមប្រទេសនិងសន្តិភាពដល់ការបោះឆ្នោតឆ្នាំ1993ជាមួយគ្នានោះយើងឃើញហើយថាក្នុងដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យឥឡូវយើងទៅដល់ខែតុលា23តុលានៅឆ្នាំនេះវាគ្រប់25ឆ្នាំហើយយើងនិយាយអំពីមនុស្សវាអាយុដែលទទួលតែពេញវ័យអាចទៅជាប្រទេសដែលមានច្បាប់ទម្លាប់មាននីតិរដ្ឋមានការគោរពមនុស្សនឹងត្រឹមត្រូវមានប្រព័ន្ធយុត្តិធម៌ដែលនឹងជួយការពារនៅយុត្តិធម៌សង្គមការពាររកយុត្តិធម៌ជូនពលរដ្ឋខ្មែរនឹងឲ្យបានត្រឹមត្រូវហើយជាដើមប៉ុន្តែយើងឃើញថាវាផ្ទុយអំពីការវិវត្តក្នុងរយៈកាលដ៏យូរនេះគឺយើងឃើញសង្គមយើងគឺធ្លាក់កាន់តែជ្រៅទៅក្នុងការរំលោភបំពានការជិះជាន់ការគំរាមកំហែងការធ្វើទុកបុកម្នេញដោយអយុត្តិធម៌កាន់តែធ្ងន់ធ្ងរទៅបាទដូច្នេះហើយបានជាយើងធ្វើលិខិតនេះជាប្រហែលជាជំរើសដ៏លំបាកដែរដោយសារតែយើងគ្មានជំរើសណាប្រសើរជាងការធ្វើលិខិតដើម្បីទៅជម្រាបជូនអង្គការសហប្រជាជាតិលោកបានប្រមូលដែលជាអគ្គលេខាធិការហើយចម្លងជូនទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីនឹងឲ្យលោកព្រៀបអំពីស្ថានភាពនៃប្រទេសកម្ពុជាដើម្បីឲ្យមានវិធានការដែលយើងចង់បានគឺឲ្យមានជាសន្និសីទអន្តរជាតិមួយព្រោះការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនេះជាភារកិច្ចរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិនេះគឺយើងដឹងហើយថាវាជាកាតព្វកិច្ចរបស់អន្តរជាតិក្នុងការធានាថាកិច្ចព្រមព្រៀងនេះគឺអនុវត្តឲ្យបានត្រឹមត្រូវបាទអាដាមក្នុងការនេះយើងឃើញថាភាពមិនត្រឹមត្រូវវាមិនអាចនឹងដោះស្រាយបាននៅក្នុងសង្គមខ្មែរមកហើយប្រទេសដែលចុះហត្ថលេខានឹងអង្គការសហជីវជាតិគួរតែរៀបចំឲ្យមានសន្និសីទអន្តរជាតិដើម្បីពិនិត្យមើលថាតើបញ្ហាការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិជាន់ប្រទេសកម្ពុជានឹងវាមានបញ្ហាអីដែលនាំឲ្យមិនអាចអនុវត្តបានហើយធ្វើឲ្យសភាពការនៃការធានានៅសុខសន្តិភាពនិងការគោរពសិទ្ធិមនុស្សនេះអាចនឹងធ្វើឲ្យមាន
ការលំបាកកាន់តែធ្ងន់ធ្ងរទៅនោះបាទការដែលមនុស្សម្នាដែលមានមតិផ្ទុយពីគណៈបកកណ្ដាលអំណាចពីលោកហ៊ុនសែននេះទាមទារឲ្យសហគមន៍អន្តរជាតិជួយដោះស្រាយបញ្ហាកម្ពុជាជាពិសេសគឺប្រទេសហត្ថលេខីសហប្រធាននៃសន្និសីទក្រុងប៉ារីជាដើមនេះគឺថាមិនមែនជាលើកទី1ទេអាដាមតែងតែអំពាវនាវម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតជាពិសេសឲ្យតែដល់ខួបថ្ងៃទី23ដុល្លារហ្នឹងយើងលឺបែបហ្នឹងតែរហូតប៉ុន្តែកន្លងមកដូចជាមិនបានជោគជ័យអីសោះតើពេលនេះមុននឹងសម្រេចចិត្តសរសេរលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនេះអាដាមមានបានដើរធ្វើ lobby ជាមួយនឹងប្រទេសសហប្រធានឬមួយក៏ជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីនឹងដើម្បីឲ្យដឹងថាតើពួកគេនឹងនៅតែមានបំណងអាចនឹងបើកសន្និសីទមួយដោះស្រាយបញ្ហាបាទចោះមកលេខាដែលគេព្រមព្រៀងឥឡូវសួរចេះវិញអាដាមសង្ឃឹមច្រើនទេយើងអាដាមសង្ឃឹមច្រើនទេជាការងារមួយដែលយើងត្រូវតែធ្វើក្នុងទូនីតិដែលយើងជាសមាជិករដ្ឋសភាដែលជាតំណាងឲ្យប្រជាជាតិនៅក្នុងស្ថានភាពដ៏លំបាកមុខស្មាញហើយដែលយើងបានខិតខំរកសពវិធីក្នុងការដោះស្រាយបញ្ហានេះដោយខ្លួនយើងហើយពុំអាចរកវិធីដោះស្រាយបានដូច្នេះយើងត្រូវតែជំរុញឲ្យអ្នកដែលបានធានាថាការរៀបចំកិច្ចព្រមព្រៀងសន្តិភាពនេះគឺនឹងធានាឲ្យមានលទ្ធិប្រជាធិបតេយ្យនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះដើម្បីធ្វើរំលឹកគាត់ហើយនឹងជំរុញគាត់ឲ្យបំពេញកាតព្វកិច្ចរបស់គាត់ហើយការងារនេះជារឿងមួយដែលមិនទៅមានការមិនយកចិត្តទុកដាក់បានទេពីព្រោះដូចបានបញ្ជាក់នៅក្នុងករណីដែលសមាជិកភាពពីស្ថាប័ននីតិបញ្ញត្តិមួយរបស់ប្រទេសមួយមានតំណាងពាក់កណ្ដាលនៃប្រជាជាតិមួយស្នើខ្ញុំសង្ឃឹមថានឹងមានប្រតិកម្មនឹងមានកម្មវិធីឬក៏នឹងមានការឆ្លើយតបណាមួយជាវិជ្ជមាននឹងឋានបាទសូមអរគុណអាដាមសុនឆៃដែលបានផ្ដល់កិច្ចសម្ភាសន៍ដល់ទូរទស្សន៍អាស៊ីសេរីហើយនឹងវិទ្យុអាស៊ីសេរីនៅពេលនេះបាទខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាអាដាមបាទសូមអរគុណសូមជម្រាបលាអាស៊ីសេរីបាទលោកនាងជាទីមេត្រីអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកគ្រោងដឹកនាំធ្វើបាតកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃសុក្រទី10ខែមិថុនាខាងមុខនេះដើម្បីទាមទាររដ្ឋាភិបាលក្រុង Washington ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងការទូតទៅលើរដ្ឋាភិបាលរបស់លោកហ៊ុនសែនរហូតដល់មានការដោះលែងអ្នកទោសនយោបាយសកម្មជនការពារសិទ្ធិមនុស្សនិងសកម្មជនដទៃទៀតឲ្យមានសេរីភាពបាទក្រុមនេះក៏នឹងជំរុញរដ្ឋសភាអាមេរិកអនុម័តច្បាប់ស្តីពីការបង្កើតក្រុមទំនាក់ទំនងកម្ពុជាដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីយុត្តិធម៌និងធានាការផ្ទេរអំណាចដោយសន្តិវិធីនៅកម្ពុជាក្រុមសម្ព័ន្ធមិត្តខ្មែរអាមេរិកក៏អំពាវនាវដល់ពលរដ្ឋខ្មែរនៅទូទាំងប្រទេសផ្សេងៗដឹកនាំធ្វើបាតកម្មដោយសន្តិវិធីនៅតាមសាលាក្រុងសភាជាតិនិងស្ថានទូតខ្មែរនានានៅតាមបណ្ដាប្រទេសរបស់ខ្លួនដែលរស់នៅថ្ងៃទី10ខែមិថុនានេះដែរដើម្បីជាការរំលឹកដល់ពិភពលោកថាកម្ពុជាជាប្រទេសពុំទាន់មានសេរីភាពឡើយបាទលោកនាងពេលនេះកំពុងស្ដាប់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកបាទនៅវេលាម៉ោងប្រមាណ 11 ព្រឹកថ្ងៃពុធនេះរោងចក្រមួយឈ្មោះ New West Global Textile ត្រូវបានឆាបឆេះគណៈកម្មករចេញទៅបរិភោគអាហារថ្ងៃត្រង់បើទោះបីជាមិនមានអ្នកស្លាប់និងរបួសក៏ដោយភ្លើងអគ្គិសនីនេះក៏មានសិស្សសាលាម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកខណៈធ្វើដំណើរទៅមើលរោងចក្រដែលកំពុងឆាបឆេះនេះបាទលោកមុំមនីរតដែលបានចុះទៅយកព័ត៌មានដល់កន្លែងរោងចក្រនោះមានសេចក្តីរាយការណ៍ជុំវិញបញ្ហានេះបាទជំរាបសួរមនីរតបាទជំរាបសួរលោកជុនច័ន្ទបុតបាទភ្លើងឆេះទៀតហើយសំណាងដែរយើងមិនមានឮថាមានអ្នកណាស្លាប់ក៏ប៉ុន្តែមកដល់ពេលនេះមានដឹងទេថាហេតុអីបានជារោងចក្រនឹងឆេះឡើងមូលហេតុអីស្អីទៅជាប្រភពដើមភ្លើងតាមការសន្និដ្ឋានរបស់ស្នងការអធិការរងស្រុកភ្នំស្រួយស្រុកសំរោងទងហើយនឹងកម្មករដែលបម្រើការនៅរោងចក្រនឹងនិយាយដូចគ្នាថាការសន្និដ្ឋានជាបឋមនឹង
គឺអាចបណ្ដាលមកពីទុសេស័យភ្លើងហើយដោយឡែកបញ្ហាដតីទៀតក្រៅពីនេះនឹងគឺថារមមិនទាន់ឃើញជាមូលហេតុទេអានឹងគឺជារបាយការណ៍បឋមដោយសារតែពេលដែលយើងសាកសួរនឹងឃើញថាភ្លើងប្រហែលជានៅសល់ 10% ទៀតដែលនឹងត្រូវគ្រប់គ្រងរួចជាស្ថាពរហើយដូច្នេះហើយរបាយការណ៍ទាំងនេះមន្ត្រីនគរបាលដែលផលិតអគ្គិភ័យនឹងគាត់សន្និដ្ឋានជាបឋមដោយផ្អែកលើកត្តាមួយចំនួនដែលខ្ញុំបានរៀបរាប់ដោយកម្មករលើកឡើងអញ្ចឹងថាកម្មករនៅពេលដែលផ្ទុះនឹងគឺថាពួកគាត់ចេញអស់ទៅហើយអញ្ចឹងទេมันមានអីដែលសង្ស័យថាអាចបង្កឡើងដោយមនុស្សទេបាទអញ្ចឹងសំណាងមែនតើឆេះខ្ញុំចាំម៉ោងម្ដុំម៉ោងបាយថ្ងៃត្រង់ដែលកម្មករអត់នៅណាបាទហូចអ្នកដែលស្លាប់នឹងគាត់ជិះមកមើលហើយជិះមកមើលទៅរថយន្តបុកនៅម្ដុំមុខរោងចក្រស្លាប់នឹងតែម្ដងឬមួយយ៉ាងម៉េចនិយាយរួមគឺថាប្រហែលជាជាងទៅ2ទៅ300ម៉ែត្រពីកន្លែងរោងចក្រឆេះហ្នឹងបានសេចក្តីថារោងចក្រហ្នឹងនៅហួសខាងលិចកណ្ដោលដុំហើយអ្នកស្លាប់នឹងនៅខាងកើតកណ្ដោលដុំអញ្ចឹងទេវាស្លាប់យ៉ាងម៉េចខាងអីរថយន្តមកប៉ះគាត់ពីដំបូងហ្នឹងគឺថាគាត់ជិះលម៉កដឹកអាចដឹកបន្លែក៏មិនដឹងដឹកស៊ីម៉ង់ក៏មិនដឹងមិនច្បាស់កន្លែងហ្នឹងប៉ុន្តែច្បាស់ថាបុកលម៉កដៃលម៉កហ្នឹងលម៉កប៉ះម៉ូតូដូចគ្នាហ្នឹងក៏ខ្ទាតទៅផ្លូវមួយខាងទៀតដែលរថយន្តដឹកសាំងមកពីទិសខាងលិចហ្នឹងចូលក្នុងរថយន្តហ្នឹងតែម្ដងតែស្លាប់ហ្នឹងគាត់នៅក្រោយគេទេគាត់អង្គុយក្រោយគេក្នុងចំណោមអ្នក3នាក់ហ្នឹងគាត់ខ្ទាតចូលឡានទៅអញ្ចឹងទៅបាទលោករាយការណ៍ថាជាសិស្សសាលាស្រីឬប្រុសអាយុប៉ុណ្ណាដែរបាទស្រីប្រហែលជាខ្ទង់15ដល់16ឆ្នាំលោកបាទអរគុណលោកហើយមកដល់ម៉ោងនេះយើងដឹងតើឆេះនឹងឆេះខ្ទេចតែម្ដងរោងចក្រនឹងឬមួយក៏មានការពលុតទាន់ពេលវេលារោងចក្រនឹងឃើញថាឆេះប្រហែលជាពាក់កណ្ដាលភាគរយម្នាក់បានតែក្តីថាឆេះពាក់កណ្ដាលរោងចក្រទៅហើយឆេះនឹងចំពីអ្វីដែលផលិតផលសម្រាប់ចុងក្រោយរបស់រោងចក្រដែលនឹងត្រូវបញ្ជូនចេញទៅក្រៅប្រទេសយប់នឹងឬក៏ថ្ងៃនឹងតែម្ដងហើយតាមកម្មករនិយាយនឹងថាផលិតផលសម្រាប់នេះគឺជាផលិតផលមួយដែលមានទំហំទឹកប្រាក់នឹងវល់លានដុល្លារពីព្រោះថាក្នុងមួយថ្ងៃនឹងកម្មករផលិតជាផលិតផលសម្រាប់នឹងបាន10000អាវបាទអញ្ចឹងបានសេចក្តីថាវាជាងមួយអាទិត្យជាងហើយដូច្នេះវា7 8ទៅ10000អាវហើយដូច្នេះក្នុងតម្លៃអាវនីមួយចន្លោះពី$5ទៅ$20ហ្នឹងវារាប់លានដុល្លារដែរលោកបាទហើយចំពោះរបាយការណ៍ជាក់លាក់ថាតើពលុតបានជាស្ថាពរឬយ៉ាងម៉េចហ្នឹងគឺថាសមត្ថកិច្ចអះអាងថាមិនទាន់ទេក្នុងពេលដែលខ្ញុំចាក់ចេញពីរោងចក្រហ្នឹងគឺថានៅសល់ប្រហែល 10% ទៀតហើយមូលហេតុដែលនាំឲ្យមានភាពយឺតយ៉ាវនេះមានការស្ដីបន្ទោសគ្នាច្រើនណាស់រវាងក្រុមពលិតអគ្គិភ័យនឹងទម្លាក់កំហុសគ្នាទៅវិញទៅមកបានសេចក្តីថាក្រុមម្ខាងទៀតដែលទៅពីរាជធានីភ្នំពេញផងនឹងទៅពីក្រសួងមហាផ្ទៃផងនឹងហើយមានក្រុមង70ទៀតដែលជាក្រុមនៃពលិតអគ្គិភ័យនឹងគាត់ថាដោយសារតែរថយន្តផលិតអគ្គិភ័យនៅទីរួមខេត្តក្នុងតំបន់កំពង់ស្ពឺនឹងគឺថាវាអត់មានរថយន្តណាដែលអាចផលិតអគ្គិភ័យទាន់ពេលវេលាបានសេចក្តីថាឡានខ្លះខូចបែកកង់អញ្ចឹងឡានខ្លះដេកមិនឆេះអានេះមានការបកស្រាយរបស់កម្មករជាដើមឡានអញ្ចឹងមានតែរថយន្តចេញពីទៅរាជធានីភ្នំពេញទៅពីខេត្តកណ្ដាលហើយទៅពីក្រសួងមហាផ្ទៃនិងង70ផងដែលទៅជួយផលិតពីថ្ងៃមិញនឹងបាទនឹងឲ្យលោករាយការណ៍ថាមិនមានអ្នកស្លាប់ទេក៏ប៉ុន្តែអត់មានអ្នកស្លាប់ហើយអ្នករបួសហើយក៏មិនមានដែរណាបាទដូចខ្ញុំបានរាយការណ៍ពីកណ្ដាលអញ្ចឹងដោយសារកម្មករចំជួននឹងចេញអស់តែបើសិនជាមិនចេញវិញលោកខ្ញុំពិនិត្យមើលស្ថានភាពនឹងប្រហែលជាត្រូវអាចមានកម្មករស្លាប់ពីព្រោះថាទ្វារនឹងគឺទៅតូចណាស់ផ្លូវចេញនឹងគឺតូចហើយម្យ៉ាងទៀតគឺថានៅពេលដែលម៉ោងចន្លោះពេលនឹងគឺគេត្រូវចាក់សោដើម្បីការពារសុវត្ថិភាពអញ្ចឹងបើសិនជាមានកម្មករខ្លះណាដែលអាចគាត់ហូបបាយក្នុងរោងចក្របែរជាចេញមិនរួចទេលោកបាទអ្វីត្បិតតែមិនមានគ្រោះថ្នាក់អីដល់ស្លាប់ក៏ដោយចុះកម្មករវិញនៅពេលដែលរោងចក្រឆេះទៅពួកគាត់នឹងមានកន្លែងណាធ្វើទៀតដែរតើរោងចក្រនឹងមានសាខាតាណាដើម្បីទទួលពួកគាត់ឲ្យបន្តការងារទៀតដែរឬមួយក៏នៅពេលដែលឆេះហើយពួកនឹងអត់ការធ្វើលោកមានបានដេញដោលរឿងនឹងមួយម៉ាត់ចុងក្រោយទេបាទខ្ញុំព្យាយាមតាក់ទងទៅខាងអ្នកទទួលខុសត្រូវរោងចក្រដែរប៉ុន្តែម្នាក់ធ្វើមុខជួរឲ្យគាត់មិនសប្បាយចិត្តនឹងផ្ដល់ព័ត៌មានទេ
ហើយម្យ៉ាងដោយឡែកក្រៅពីនេះគឺថាកម្មករនឹងគាត់អស់សង្ឃឹមណាស់ដោយទី1គាត់គិតថាក្នុងកំឡុងពេលនេះមិនដឹងជាគាត់អាចបើកប្រាក់បៀវត្សបានអត់ពីព្រោះរោងចក្រនឹងត្រូវការខាតបង់សម្បើមមែនទែនទី2នៅពេលដែលចន្លោះនឹងតើរោងចក្រនឹងទទួលខុសត្រូវពួកគាត់របៀបណាទេគឺម្នាក់អង្គុយក្បងក្បាលជង្គង់រៀងខ្លួនអញ្ចឹងហើយម្យ៉ាងនឹងក្នុងការដែលស្ថាបនាឡើងវិញរោងចក្រនឹងខ្ញុំមើលទៅគឺថាមិនមែនធ្វើក្នុងរយៈពេល2ឬ3ខែទេពីព្រោះអាគារទាំងមូលនឹងក៏ត្រូវបានប្រេះត្រូវបានខូចខាតអីអញ្ចឹងទាំងអស់ហើយដូច្នេះការស្ដារឡើងវិញនៃរោងចក្រនឹងត្រូវការចំណាយពេលណាហើយសាខាដែលដោយលោកបានសួរនឹងយើងសួរទៅគឺថាมันមានទេមានតែរោងចក្រនឹងមួយអញ្ចឹងពួកគាត់ប្រហែលជាប្រឈមមុខខ្លាំងមែនទែនចន្លោះពេលនឹងបាទអ្នកដែលប្រឈមមុខនឹងមើលទៅប្រមាណ100អ្នកដែរកម្មកររោងចក្រនឹងធំឬតូចទេរោងចក្រនឹងបាទរោងចក្រនឹងកម្មករទាំងអស់វា700អ្នកដែលធ្វើការផលិតខោអាវសម្លៀកបំពាក់នឹងបាទអញ្ចឹងអរគុណមនីរតត្រឹមនេះសូមជម្រាបលាអរគុណជម្រាបលាលោកបាទលោកនាងជាទីមេត្រីអតីតប្រធានមន្ទីរសន្តិសុខស21ឬគុកទួលស្លែងក្នុងរបបខ្មែរក្រហមឈ្មោះកាំងហ្គេកអ៊ីវហៅឌុចនឹងឡើងធ្វើជាសាក្សីផ្ដល់សក្ខីកម្មក្នុងកិច្ចជំនុំជម្រះក្តីលើសំណុំរឿង002វគ្គ2ចាប់តាំងពីថ្ងៃទី26ខែឧសភានេះតទៅសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមផ្សាយឲ្យដឹងនៅថ្ងៃទី18ឧសភាថាលោកកាំងហ្គេកអ៊ីវត្រូវបានតុលាការកោះកម្ពុជាម្ដងទៀតទេក្រោយ25ឆ្នាំកន្លងមកនេះអាដាមយើងសូមជម្រាបដែរថានេះជាលើកទី1ហើយដែលមានតំណាងរាស្ត្រពីប្រទេសកម្ពុជាជាណាចក្រកម្ពុជាយើងរហូតដល់55រូបបាទដែលថាជាតំណាងក្នុងជាអាសនៈដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃយើងនឹងបញ្ជាក់អំពីការបន្លំផលិតឆ្នោតនេះយើងនិយាយតែអំពីអ្វីដែលយើងមានគឺយ៉ាងតិច45% នៃអាសនៈនៅក្នុងប្រទេសហ្នឹងជាលើកទី1ដែលមានសមត្ថភាពអ្នកតំណាងរាស្ត្រដ៏ច្រើនតំណាងពាក់កណ្ដាលប្រទេសកម្ពុជាដែលបានផ្ញើលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិអញ្ចឹងមានន័យថាលើកនេះថ្លៃជាងរាល់ដងលើកមុនគ្រាន់តែតាមមនុស្សដោយឡែកទីក្រុមដោយឡែកទីលើកនេះគឺថាតំណាងឲ្យអ្នកបោះឆ្នោតចិត្តពាក់កណ្ដាលតែម្ដងបាទនេះជាតំណាងផ្នែកនៃអធិបតេយ្យភាពនៃប្រទេសមួយដើម្បីសុំឲ្យអង្គការសហប្រជាជាតិដែលជាអ្នកបង្កើតជាអ្នកជំរុញឲ្យមានកិច្ចព្រមព្រៀងនេះពិនិត្យឡើងវិញសិក្សាឡើងវិញតើបញ្ហាដែលធ្វើឲ្យធ្ងន់ធ្ងរហើយស្ថានភាពធ្ងន់ធ្ងរបច្ចុប្បន្ននេះគឺធ្ងន់ធ្ងរលើកពេលណាទាំងអស់យើងឃើញហើយការចាប់មិនត្រឹមតែគណៈបកប្រឆាំងទេគឺថាមានពាក់ប៉ះពាល់ទៅដល់មន្ត្រីអង្គការសហប្រជាជាតិសិទ្ធិមនុស្សហើយមានរហូតដល់អង្គការសង្គមស៊ីវិលអីពីច្រើនរូបទៀតហើយមិនដឹងចប់នៅពេលណាដូច្នេះយើងនិយាយថាវាជាស្ថានភាពតាមមួយដែលយើងមិនថាប្រកាសអាសន្នទេប៉ុន្តែវាជាគ្រោះថ្នាក់ដ៏ធំធេងដែលត្រូវការជួយยึดโยงទៅជួយទប់ស្កាត់ជាបន្ទាន់ពីសហគមន៍អន្តរជាតិចំពោះការចាត់ទូព័ត៌មានដែលធម្មតានៅតាមស្ថានទូតធំនៅក្នុងប្រទេសកម្ពុជាគឺមានលក្ខណៈដូចជាយល់ស្របទៅលើការរៀបចំសន្និសីទមិនជាសន្និសីទក្នុងកម្រិតណាមួយទេព្រោះគេបានយល់ថាវាជាការចារណាទៅលើការរៀបចំសន្និសីទពីការដំណើរសំរុំហើយមកទល់ពេលនេះយើងឃើញមានសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិប្រហែលជា5ប្រទេសហើយដូចជាមានការចង់រួមគ្នាចូលរួមស្នើឲ្យមានជាការបង្កើតសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងនៃកម្ពុជាច្បាស់ពីកម្ពុជានេះមានសង្ឃឹមច្រើនជាងមុនតែយើងសង្ឃឹមថានឹងអាចចេញជាផ្លែផ្កាទៅបានមួយវិញទៀតក៏យើងដឹងដែរថាស្ថានភាពបារាំងនៅក្នុងប្រទេសកម្ពុជានេះក៏មានសកម្មភាពចង់ជំរុញឲ្យមានការរៀបចំរំលឹកខួបទី25នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះជាលក្ខណៈពិសេសមួយដែរបាទលក្ខណៈពិសេសនេះអាចជាប់ទៅលើសិក្ខាសាលាឬក៏ជាសន្និសីទអីមួយឬក៏ជាកម្មវិធីអីមួយដើម្បីពិនិត្យអំពីការដែលអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានត្រឹមត្រូវ
តើមកពីមូលហេតុអីជាដើមនេះក៏ជាកត្តាចេញអំពីលិខិតដែលក្រុមតំណាងរាស្ត្រនៃគណៈបក្សសង្គ្រោះជាតិបានធ្វើនេះដែរបាទអរគុណអាដាមក្រៅតែពីបញ្ជូនលិខិតនៅទៅអង្គការសហប្រជាជាតិតើអាដាមបានបញ្ជូនលិខិតនឹងទៅប្រទេសជាហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីឬមួយប្រទេសសហប្រធាននៃសន្ធិសញ្ញាក្រុងប៉ារីនឹងមានប្រទេសបារាំងឬក៏ឥណ្ឌូនេស៊ីអីជាដើមទេអាដាមជានីតិវិធីរដ្ឋបាលយើងបានចម្លងជូនទៅសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតាមរយៈស្ថានទូតដែលមាននៅទីក្រុងភ្នំពេញយើងបាទហើយមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីនេះហើយក៏មានការជួបមន្ត្រីគណៈបក្សសង្គ្រោះជាតិក៏មានជួបបណ្ដាស្ថានទូតដែលជាហត្ថលេខីមួយចំនួនផងដែរបាទអាដាមលិខិតនឹងតាមពិតនឹងបញ្ជូនតាំងពីថ្ងៃទី4ខែឧសភាគឺមកដល់ថ្ងៃនេះថ្ងៃទី17ហើយគឺបញ្ជូនបាន13ថ្ងៃហើយប៉ុន្តែអាដាមទើបនឹងបានថ្ងៃនេះថ្ងៃទី18បញ្ជូនបាន14ថ្ងៃហើយប៉ុន្តែអាដាមទើបតែបញ្ចេញឲ្យគេដឹងនៅថ្ងៃនេះតើមកដល់ថ្ងៃនេះមានលទ្ធផលអីខ្លះហើយជាពិសេសតើបានដំណឹងអីពីខាងអង្គការសហប្រជាជាតិមកវិញខ្លះបាទយើងទុកពេលបាទជានីតិវិធីរដ្ឋបាលដោយលិខិតនេះមិនមែនជាលិខិតដែលធ្វើសម្រាប់តែជាការប្រកាសជាសាធារណៈឲ្យតែបានដឹងបានឮតែជាលិខិតដែលយើងចង់ឲ្យមានការចាត់វិធានការឲ្យមានជានីតិវិធីការងារតែចេញពីស្ថាប័នអន្តរជាតិកម្ពុជានេះគឺអង្គការសហប្រជាជាតិដូច្នេះបានយើងទុកពេលរយៈពេលយូរបន្តិចមុននឹងផ្សព្វផ្សាយជូនជាសាធារណៈហើយក៏ដូចជាបានជម្រាបមុនទៅបន្តិចដែរថាយើងគល់ពេលនេះយើងបានដំណឹងជាបន្តបន្ទាប់នៅការស្វាគមន៍នៅគំនិតឲ្យមានការរៀបចំឲ្យមានជាសន្និសីទអន្តរជាតិពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅកម្ពុជាហើយមានសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ5រូបហើយយើងសង្ឃឹមថានឹងមានសមាជិកអចិន្ត្រៃយ៍ផ្សេងទៀតដែលនឹងចូលរួមដើម្បីដាក់ជាសំណើទៅអគ្គលេខាធិការអង្គការសហប្រជាជាតិផងចំពោះចម្លើយពីលោកអគ្គលេខាធិការបានជំនុំនៃអគ្គលេខាធិការអង្គការសហប្រជាជាតិយើងមិនទាន់បានដំណឹងជាផ្លូវការណានៅឡើយទេបាទអាដាមការពិតទៅយើងធ្លាប់ឮប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថាការពិតនឹងសន្ធិសញ្ញាក្រុងប៉ារីនឹងអស់សុពលភាពហើយបន្ទាប់ពីមានការបោះឆ្នោតបន្ទាប់ពីរៀនការរៀបចំរដ្ឋាភិបាលអីជាដើមហើយលោកនាយករដ្ឋមន្ត្រីក៏ធ្លាប់ប្រកាសថាប្រទេសកម្ពុជាជាប្រទេសមានអធិបតេយ្យភាពមិនមានបរទេសណាអាចលូកជ្រៀតជ្រែកចូលមកបានទេបើសិនជាប្រមុខរដ្ឋាភិបាលប្រកាសបែបនេះតើអាដាមមានសង្ឃឹមថាបរទេសហ៊ានលូកដៃចូលមកទេវាជាការដែលយើងជំរុញឲ្យអ្វីដែលជាមូលដ្ឋានដែលជាកិច្ចព្រមព្រៀងអន្តរជាតិមួយមានការទទួលខុសត្រូវសូមបញ្ជាក់ដែរថាអ្វីដែលជាការចោទអំពីការលូកដៃលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជាវាជាការនិយាយដើម្បីជាមូលដ្ឋានដើម្បីការពារនៅសិទ្ធិអំណាចណាមួយដែលអ្នកគ្រប់គ្រងប្រទេសមួយមិនចង់ឲ្យមានការមករំខាននៅការងារដែលខ្លួនចង់ធ្វើដោយបំពេញហើយចំពោះបញ្ហាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលជាសន្ធិសញ្ញាដូចជាកិច្ចព្រមព្រៀងផ្សេងៗដែរមិនមែនគ្រាន់តែមានការបោះឆ្នោតមួយមុខទេកិច្ចព្រមព្រៀងមានចែងមានវិស័យការកសាងប្រទេសជាតិខ្មែរឡើងវិញមានការចូលរួមផ្ដល់អំណោយផ្សេងដូចយើងបានដឹងប្រាប់ហើយជាង20ឆ្នាំនេះរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកត្រូវបានផ្ដល់ដោយប្រទេសជាពិសេសប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនោះតែម្ដងក្នុងការជួយកសាងប្រទេសកម្ពុជាឡើងវិញស្របទៅតាមកិច្ចព្រមព្រៀងហើយក្នុងនោះក៏មានការបន្តឃ្លាំមើលនៅស្ថានភាពនៃសិទ្ធិមនុស្សនៅកម្ពុជាដូចមានការរំលាយ
អង្គការសហជីវជាតិតែជាមនុស្សនៅទីក្រុងភ្នំពេញយើងជាដើមដែលមិនមាននៅគ្រប់ប្រទេសណានោះទេជាលក្ខណៈពិសេសដែលកិច្ចព្រមព្រៀងនេះនៅមានការបន្តខ្លំមើលពីសំណាក់អង្គការអន្តរជាតិហើយមួយវិញទៀតការចោទប្រកាន់ថាការលើកដៃលើនយោបាយផ្ទៃក្នុងមិនត្រឹមត្រូវទេប្រទេសកម្ពុជាដូចបានជម្រាបគឺជាប្រទេសមួយដែលកើតចេញពីការរៀបចំសន្ធិសញ្ញាអន្តរជាតិដោយមានកិច្ចព្រមព្រៀងអន្តរជាតិនេះតែម្ដងហើយអត្ថលេខីមានកាតព្វកិច្ចនៅតែដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងក្នុងការបន្តជុំជ្រែងនិងខ្លំមើលឲ្យការអនុវត្តកិច្ចព្រមព្រៀងនេះធ្វើឲ្យបានត្រឹមត្រូវនៅក្នុងការដែលមានការអនុវត្តកិច្ចព្រមព្រៀងនេះមិនត្រឹមត្រូវហើយដោយកិច្ចព្រមព្រៀងនេះមិនបានកំណត់ថាកិច្ចព្រមព្រៀងនេះវាចប់នៅពេលណានោះសមាជិកហត្ថលេខីទាំងនោះនៅតែមាននឹងអំណាចនិងកាតព្វកិច្ចក្នុងការលូកដៃមកជំរុញឲ្យដំណើរការនៃការគ្រប់គ្រងប្រទេសឲ្យស្របទៅតាមកិច្ចព្រមព្រៀងវិញបាទអញ្ចឹងអាដាមក្នុងនាមជាតំណាងរាស្ត្រអាដាមហ៊ានធានាជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលទស្សនាទូរទស្សន៍អាស៊ីសេរីហើយដែលនឹងស្ដាប់ការផ្សាយរបស់យើងនៅក្នុងវិទ្យុអាស៊ីសេរីនឹងថានៅតែមានសង្ឃឹមដែលសហប្រធានឬមួយក៏ប្រទេសហត្ថលេខីទាំងអស់នឹងសហគមន៍អន្តរជាតិនឹងមិនបោះបង់កម្ពុជាចោលទេនឹងលូកដៃជួយស្ដារស្ថិរភាពនៅកម្ពុជាទេអាដាមហ៊ានធានាអញ្ចឹងចំពោះប្រជាពលរដ្ឋដែរខ្ញុំមិនមែនជាអ្នកមានកាតព្វកិច្ចធានាប៉ុន្តែខ្ញុំមានកាតព្វកិច្ចក្នុងការជំរុញឲ្យមានការចូលរួមពីអន្តរជាតិនិងបំពេញកាតព្វកិច្ចជាអន្តរជាតិពីប្រទេសមន្ត្រីសិទ្ធិមនុស្សនិងករណីតុលាការកោះហៅតំណាងរាស្ត្រឲ្យចូលបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងនៅតុលាការលោកសុនឆៃមានប្រសាសន៍ថាតាមច្បាប់អ្នកតំណាងរាស្ត្រត្រូវរងចាំការឆ្លើយតបជាផ្លូវការពីរដ្ឋាភិបាលយើងនឹងចាំចម្លើយនៅឡើយមានរឿងពីរណាទីមួយរឿងគឺសំណួរតាមលិខិតណាអានឹងទៅមកឆ្លើយមួយសប្តាហ៍ហើយការសួរផ្ទាល់មាត់នោះក៏ត្រូវតចម្លើយពីយើងដែរក្នុងមួយសប្តាហ៍ដែរថាមកពេលណាដូច្នេះយើងចាំមើលសប្តាហ៍នេះមើលតើចម្លើយវាថាបានថាម៉េចបាទសំណួរសំខាន់ដែលអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិចង់បានការបំភ្លឺនោះរួមមានបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ឥទ្ធិពលនយោបាយគ្រប់គ្រងតុលាការការបំពានរដ្ឋធម្មនុញ្ញការគំរាមកំហែងទៅលើគណៈបកប្រឆាំងនិងអ្នករិះគន់រដ្ឋាភិបាលជាដើមបាទលោកនាងជាទីមេត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើងថាការសម្ដែងមតិរបស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំគឺមិនបណ្ដាលឲ្យសង្គមជាតិវឹកវរនោះឡើយអាជ្ញាធរស្រុកមេមត់ខេត្តត្បូងឃ្មុំកាលពីពេលថ្មីនេះបានបែងចែកគណៈកម្មាធិការដើម្បីតាមដានសកម្មភាពប្រជាពលរដ្ឋដែលតស៊ូមតិតាមរយៈយុទ្ធនាការអាវពណ៌ខ្មៅដែលអាជ្ញាធរចាត់ទុកថាជាសកម្មភាពមួយប៉ុនប៉ងនាំឲ្យមានភាពវឹកវរក្នុងសង្គមកម្ពុជាសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកសូតសុខប្រាថ្នាសង្គមស៊ីវិលលើកឡើងថាការបង្កើតគណៈកម្មការដើម្បីបង្ការទប់ស្កាត់មិនឲ្យមានសកម្មភាពប៉ុនប៉ងនាំឲ្យមានភាពវឹកវរពីសំណាក់អាជ្ញាធរស្រុកមេមត់ខេត្តត្បូងឃ្មុំគឺជាការខ្លាចជ្រុលហួសហេតុពួកគេលើកឡើងថាសកម្មភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយអហិង្សាពុំមានអ្វីខុសច្បាប់ឡើយហើយវាក៏មិនបណ្ដាលឲ្យសង្គមជាតិធ្លាក់ក្នុងភាពវឹកវរដែរមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តកំពង់ចាមលោកប៊ូវីរៈមានប្រសាសន៍ថាការប្រមូលផ្ដុំគ្នារបស់ប្រជាពលរដ្ឋនៅស្រុកវិមុតដើម្បីសម្ដែងមតិឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាត់64រូបរួមនឹងមន្ត្រីគណៈកម្មការជាតិដើម្បីរៀបចំការបោះឆ្នោតមួយរូបគឺជាសិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋទាំងនោះដែលគាំទ្រដោយរដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបន្ថែមពីនេះទៀតការសម្ដែងមតិដោយអហិង្សារបស់ពួកគាត់វាមិនអាចក្លាយជាបដិវត្តន៍អ្វីឡើយលោកថាចំណាត់ការបែបនេះជាការបំបាក់ទឹកចិត្តរបស់ប្រជាពលរដ្ឋទៅវិញវិធានការនេះគឺ
ផ្ទុយទៅនឹងច្បាប់ជាតិហើយព្រោះថាសេរីភាពដែលបើករយៈពេលជិត30ឆ្នាំកន្លងមកនេះឥឡូវនេះត្រូវបានប្រមូលផ្ដុំហើយរួមតូចទៅវិញធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតស្រពោនហើយព្រោះថាការតស៊ូរបស់ប្រជាពលរដ្ឋផ្នែកតស៊ូមតិហ្នឹងមិនមានប្រដាប់អាវុធមិនមានហិង្សាមិនមានប៉ះពាល់ដល់សន្តិសុខនិងសុវត្ថិភាពសង្គមទេការលើកឡើងរបស់មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូពេលនេះបន្ទាប់ពីគណៈបញ្ជាការស្រុកវិមុតបានចេញលិខិតមួយកាលពីថ្ងៃទី12ឧសភាហើយវិទ្យុអាស៊ីសេរីទទួលបាននៅល្ងាចថ្ងៃទី17ឧសភាបានសម្រេចបែងចែកវេនប្រចាំការរបស់ថ្នាក់ដឹកនាំស្រុកវិមុតដោយមានសមាជិកភាពចម្រុះសម្រាប់បង្ការទប់ស្កាត់សកម្មភាពប៉ុនប៉ងដែលនាំឲ្យមានភាពវឹកវរក្នុងសង្គមពិសេសចលនាស្លៀកពាក់ខ្មៅតែម្ដងអាជ្ញាធរស្រុកបានបែងចែកក្រុមឃ្លាំមើលស្ថានភាពទូទាំងស្រុកវិមុតជា3ក្រុមធំៗដោយមានសមាជិកភាពចម្រុះរាប់តាំងពីអភិបាលរងស្រុកអធិការរងស្រុកមេបញ្ជាការរងស្រុកហើយមួយក្រុមមានគ្នាសរុបជិត10នាក់សមាជិកទាំង3ក្រុមមានតួនាទីត្រៀមកម្លាំងប្រចាំបញ្ជាដើម្បីទប់ស្កាត់សកម្មភាពចលនាស្លៀកពាក់ខ្មៅបន្ថែមពីនេះទៀតត្រូវតាមដានសភាពការជាប្រចាំចំពោះសមាគមនិងអង្គការក្រៅរដ្ឋាភិបាលដែលបានជួបជុំគ្នានិងធ្វើការផ្សព្វផ្សាយបំផុសបំផុលញុះញង់ឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅព្រមទាំងគៀងគរកម្លាំងដើម្បីទាមទារឲ្យដោះលែងជនសង្ស័យមួយចំនួនដែលតុលាការឃុំខ្លួនជាបណ្ដោះអាសន្នហើយបញ្ជានេះនឹងអនុវត្តរហូតដល់មានគោលការណ៍ណែនាំថ្មីវិទ្យុអាស៊ីសេរីមិនអាចតាក់ទងអភិបាលស្រុកនិមុតនិងជាប្រធានគណៈកម្មការនេះលោកចេងប៊ុនរ៉ាដើម្បីសាកសួរបញ្ជាក់បន្ថែមបានទេនៅថ្ងៃទី18ឧសភាទោះជាបែបនេះក្តីកាលពីពេលកន្លងទៅអភិបាលរងខេត្តត្បូងឃ្មុំលោកហាក់សុកមករាធ្លាប់មានប្រសាសន៍ថាយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាត់ហុកនិងមន្ត្រីកោជបគឺជារឿងនយោបាយជាមួយគ្នានេះអាជ្ញាធរខេត្តប្រកាសចាត់វិធានការចំពោះប្រជាពលរដ្ឋទាំងនោះទៅតាមផ្លូវច្បាប់ប្រសិនបើពួកគេនៅតែបន្តធ្វើយុទ្ធនាការទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះទៀតកាលពីថ្ងៃទី10ឧសភាប្រជាពលរដ្ឋជាច្រើនសហគមន៍នៅស្រុកមេមត់នាំគ្នាធ្វើយុទ្ធនាការទាមទារឲ្យរាជរដ្ឋាភិបាលនិងតុលាការដោះលែងមន្ត្រីការពារសិទ្ធិមនុស្សអាត់ហុក4រូបនិងមន្ត្រីកោជប1រូបដែលកំពុងជាប់ឃុំយុទ្ធនាការនោះប្រជាសហគមន៍ធ្វើឡើងដោយអហិង្សានៅលើដីចម្ការរបស់ខ្លួនដោយលើកជាបដាដែលមានអត្ថន័យផ្សេងៗឲ្យពួកគាត់បញ្ជាក់ថាវាមិនបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខសង្គមឬជាការធ្វើបដិវត្តន៍អ្វីឡើយប៉ុន្តែជាការសម្ដែងភាពមិនពេញចិត្តចំពោះរឿងអយុត្តិធម៌ប៉ុណ្ណោះលោកប៊ូវីរៈយល់ថាអាជ្ញាធរគប្បីបង្កើតគណៈកម្មការដោះស្រាយជំនាស់ដីធ្លីឬដោះស្រាយបញ្ហាប្រឈមផ្សេងៗជូនប្រជាពលរដ្ឋគឺល្អជាងបង្កើតកម្លាំងអាជ្ញាធររដ្ឋដើម្បីតាមដានប្រជាពលរដ្ឋនិងសង្គមស៊ីវិលពេលនេះលោកថាចំណាត់ការរបស់អាជ្ញាធរវាមិនត្រឹមតែផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាផ្ទុយពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សទៀតផងខ្ញុំសូត្រសុខប្រាថ្នាវត្តជូអាស៊ីសេរីពីខេត្តកំពង់ចាមបាទលោកនាងជាទីមេត្រីចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកសានសុផាតសម្រាប់បញ្ជូនសំណុំរឿងព្រហ្មទណ្ឌជុំវិញបណ្ដឹងចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូបទៀតគឺលោករងឈុនដែលជាអតីតប្រធានសភាសហជីពកម្ពុជាពីបទអំពើប្រើអំពើហិង្សាដោយចេតនាធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈដោយចេតនានិងគំរាមកំហែងប្រើមធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈពាក់ព័ន្ធនឹងការដំឡើងប្រាក់ឈ្នួលនៅផ្លូវវែងស្រេងកាលពីឆ្នាំ2014យកទៅជំនុំជម្រះនៅពេលខាងមុខក៏ប៉ុន្តែលិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរកាលពីថ្ងៃទី26មេសាដែលគេទើបផ្សាយជាសាធារណៈនៅថ្ងៃទី18ឧសភានេះពុំបានបញ្ជាក់ពីការបរិច្ឆេទថ្ងៃជំនុំជម្រះនោះទេបណ្ដឹងព្រហ្មទណ្ឌចោទប្រកាន់លោករងឈុននេះគឺជាបណ្ដឹងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជាពាក់ព័ន្ធនឹងកម្មករធ្វើបាតកម្មទាមទារដំឡើងប្រាក់ឈ្នួល$160កាលពីអំឡុងថ្ងៃទី25ខែធ្នូឆ្នាំ2013ដល់ថ្ងៃទី3ខែមករាឆ្នាំ2014រហូតដល់មានផ្ទុះអំពើហិង្សាប៉ះទង្គិចគ្នារវាងក្រុមកម្មករនិងសមត្ថកិច្ចរបស់រដ្ឋាភិបាលបាទឥឡូវនេះយើងភ្ជាប់ខ្សែទូរស័ព្ទទៅលោករងឈុនដើម្បីបំភ្លឺអំពីដំណើររឿងចោទប្រកាន់នេះបន្ថែមបាទខ្ញុំបាទសូមជម្រាបសួរលោករងឈុនបាទសូមជម្រាបសួរលោកជុនច័ន្ទបុត្របាទការបណ្ដឹងលោកនេះតើបណ្ដឹងពីបទអីឲ្យពិតប្រាកដបាទតាមពិនិត្យមើលដេកាដែលបានចេញនៅថ្ងៃ9ដុល្លារ2014ដែលដំណើររឿងអំពីអំពើហិង្សាដោយចេតនាមានឋានទម្ងន់ទោស
ធ្វើឲ្យខូចខាតដោយចេតនាមានឋានទម្ងន់ទោសនិងគំរាមកំហែងនិងធ្វើឲ្យខូចខាតដែលភ្ជាប់នៅបញ្ហាអ្វីមួយនិងប្រើមធ្យោបាយដើម្បីឧបសគ្គដល់ចរាចរណ៍ជាសាធារណៈអានឹងដែលបទចោទប្រកាន់ដែលមានភ្ជាប់ដែលដីកាកោះហើយឲ្យខ្ញុំចូលបំភ្លឺកាលពីថ្ងៃ31ដុល្លារឆ្នាំ2014វេលាម៉ោង 8:30 នាទីព្រឹកដែរបាទហើយកាលទៅនឹងលោកបំភ្លឺប្រាប់គេថាម៉េចពាក់ព័ន្ធទៅនឹងសំណុំរឿងហ្នឹងដែលភ្ជាប់ទៅនឹងស្ថានភាពផ្លូវវែងស្រេងខ្ញុំបានជម្រាបជូននៅចៅក្រមស៊ើបសួរដែលខ្ញុំមិនមានវត្តមានទៅនៅលើផ្លូវវែងស្រេងហ្នឹងទេក្នុងកំឡុងពេលបាតកម្មចាប់ពីថ្ងៃ25រហូតដល់ថ្ងៃ25ធ្នូ2013រហូតដល់ថ្ងៃ4មករា2015ខ្ញុំមិនមានវត្តមាននៅទីនោះទេប៉ុន្តែក្នុងនាមយើងជាប្រធានភក្តិភាពសហជីពកម្ពុជាក៏ដូចជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យយើងតែងតែយកចិត្តទុកដាក់ហើយនឹងការពារផលប្រយោជន៍ជូនកម្មករកម្មការិនីដូចជាតាក់ទងបញ្ហាទាមទារប្រាក់ឈ្នួលឲ្យមានការដំឡើង$160ជូនដល់បងប្អូនកម្មករកម្មការិនីនឹងបាទហើយលោកថាលោកមិនបានចូលរួមទេហើយតុលាការក៏ហៅសួរលោកភ្លាមដែរលោកមានដឹងទេហេតុអីបានជារឿងនេះទុករហូតមកដល់ពេលនេះទើបតែបញ្ជូនសេតសំណុំរឿងនេះម្ដងទៀតបាទតាក់ទិនទៅនឹងសំណុំរឿងបន្ទាប់ពីហៅខ្ញុំទៅសាកសួរបានតុលាការបានចេញសេចក្តីសម្រេចមួយដាក់ខ្ញុំឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដែលបង្គាប់ឲ្យខ្ញុំទៅបង្ហាញខ្លួនរៀងរាល់ខែនៅសប្តាហ៍ទី4នៃខែនីមួយៗហ្នឹងបាទអញ្ចឹងជារៀងរាល់សប្តាហ៍ទី4នៃខែនីមួយៗហ្នឹងខ្ញុំតែងតែទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ1ខណ្ឌចំការមនរាជធានីភ្នំពេញបាទអញ្ចឹងរាល់ខែហ្នឹងទៅបង្ហាញខ្លួនទៅរហូតទៅហ្នឹងប្រៀបដូចជាមនុស្សដែលកំពុងតែការតាមដានឯណាមួយដើម្បីខ្លាចរត់គេចឬមួយយ៉ាងម៉េចនៅក្នុងដីកាសម្រេចហ្នឹងដាក់ថាស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការអញ្ចឹងមានន័យថាខ្លាចឲ្យខ្ញុំហ្នឹងគេចខ្លួនទៅនេះទៅនោះអីចឹងហើយដល់តាមនៃខ្លឹមសារនៃសេចក្តីសម្រេចតែចុះថ្ងៃទី31ដុល្លារឆ្នាំ2014ហ្នឹងបាទបន្ទាប់មកខ្ញុំទទួលបានលិខិតពីតុលាការមួយទៀតដែលចេញនៅថ្ងៃ26មេសាដែលបញ្ជាក់ថាសំណុំរឿងស៊ើបសួរហ្នឹងត្រូវបានបញ្ចប់ហើយបន្ទាប់មកនៅថ្ងៃនេះដែលខ្ញុំទើបYou're listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយ Vuthu Azizi Serai នេះជាកម្មវិធីផ្សាយរបស់ Vuthu Azizi Serai ជាភាសាខ្មែរ Vuthu Azizi Serai សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកបាទពីរដ្ឋធានី Washington ខ្ញុំបាទជួនច័ន្ទបុត្រសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទសូមជូនកម្មវិធីផ្សាយសម្រាប់យប់ថ្ងៃពុធ13កើតខែពិសាខឆ្នាំវកអត្តស័កពុទ្ធសករាជ2559ដែលត្រូវនឹងថ្ងៃទី18ខែឧសភាគ្រិស្តសករាជ2016បាទជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេតិការដូចតទៅតុលាការចេញកោះហៅលោកកឹមសុខាទៅបំភ្លឺជាសាក្សីរឿងសញ្ចារកម្មលើកទី2គណៈបកប្រឆាំងសូមឲ្យអង្គការសហប្រជាជាតិកោះប្រជុំរវាងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាក្រុងប៉ារីសជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាកម្ពុជាសាលាដំបងរាជធានីភ្នំពេញសម្រាប់ចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោករងឈុនពីបទប្រើអំពើហិង្សាដោយចេតនា
សង្គមស៊ីវិលបារម្ភពីអាញាធរខេត្តត្បូងឃ្មុំតាមដានពលរដ្ឋពេលចេញតស៊ូមតិរួមនឹងព័ត៌មានមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទជួនច័ន្ទបុតស៊ូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីតុលាការក្រុងភ្នំពេញចេញដីកាកោះហៅប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាទៅឆ្លើយបំភ្លឺជាលើកទី2ក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងអំពើសញ្ចារកម្មដីការបស់ព្រះរាជអាជ្ញារងអាយកាអមសាលាដំបងរាជធានីភ្នំពេញលោកសៀងសុកចុះថ្ងៃទី18ឧសភានេះបង្គាប់ឲ្យលោកកឹមសុខាចូលឆ្លើយបំភ្លឺនៅថ្ងៃទី26ឧសភាវេលាម៉ោង9ព្រឹកកាលពីថ្ងៃទី17ឧសភាលោកកឹមសុខារួមនឹងមេធាវីរបស់លោកផងមិនបានទៅចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការក្នុងនាមជាសាក្សីពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្មនោះឡើយចំណែកតំណាងរាស្ត្រពីររូបទៀតរបស់គណៈបកនេះគឺលោកពិនរតនានិងលោកតុកវ៉ាញ់ច័ន្ទដែលជាប់ចោទថាបាននាំនាងខុមច័ន្ទរាទីហៅស្រីមុំទៅជួបលោកកឹមសុខានៅទីក្រុងបាងកកប្រទេសថៃនោះក៏មិនបានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការដូចគ្នាកាលពីថ្ងៃទី16ខែឧសភាគណៈបកប្រឆាំងបានចេញសេចក្តីថ្លែងការណ៍ថាលោកកឹមសុខានិងតំណាងរាស្ត្រពីររូបទៀតនេះមានអភ័យឯកសិទ្ធិសភាហើយថាការកោះហៅរបស់តុលាការនេះគឺផ្ទុយពីមាត្រា80នៃរដ្ឋធម្មនុញ្ញមាត្រា80ថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាមិនត្រូវចោទប្រកាន់ចាប់ខ្លួនឃាត់ខ្លួនបានឡើយលុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងចន្លោះប្រជុំនៃរដ្ឋសភាលើកលែងតែបទល្មើសនោះជាព្រហ្មទណ្ឌជាក់ស្ដែងបាទលោកនាងជាទីមេត្រីសាលាដំបងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរមេឃុំគណៈបកសំរងស៊ីលោកសៀងចែតនៅថ្ងៃទី18ខែឧសភានេះពាក់ព័ន្ធសំណុំរឿងអាស្រូវស្នេហារបស់លោកកឹមសុខាលោកមេឃុំដែលរងការចោទប្រកាន់នៅតែអះអាងថាលុយដែលលោកផ្ដល់ទៅឲ្យម្ដាយខុមច័ន្ទរាទីហៅស្រីមុំចំនួន$500នោះគឺជាលុយសប្បុរសធម៌របស់អនេកជននៅក្រៅប្រទេសបាទលោកប្រាជេវដែលបានតាមដានដំណើរការសាកសួរនេះនៅសាលាដំបងរាជធានីភ្នំពេញមានសេចក្តីរាយការណ៍ផ្ទាល់ពីភ្នំពេញជំរាបសួរប្រាជេវបាទជំរាបសួរលោកជុនច័ន្ទបុតនិងលោកគ្នាម្ដងទៀតបាទមិញនេះយើងទៅជែកគ្នាម្ដងហើយនៅលើទូរទស្សន៍អាស៊ីសេរីប៉ុន្តែឥឡូវនេះទៅជែកសម្រាប់អ្នកស្ដាប់វិទ្យុវិញម្ដងហៅម្ដងទៀតហើយហៅលោកសៀងចែននឹងសួរអីសួរច្រើនដងមិនសួររឿងអីខ្លះបាទការសាកសួរបន្ថែមនេះមានការបញ្យល់ពីមេធាវីការពីក្តីលោកសៀងចែតគឺលោកសំសុគង្គគឺមានន័យថាចៅក្រមស៊ើបសួរមានសិទ្ធិសាកសួរលោកសៀងចែតបន្ថែមក្នុងករណីចៅក្រមគាត់នៅមានចំណុចមិនទិលចំណុចណាមួយនៃសំណុំរឿងតាក់ទងលុយ$500នោះបាទហើយបើតាមមេធាវីសំសុគង្គបញ្ជាក់ថាការសាកសួរដែលមានចៅក្រមស៊ើបសួរអ្នកស្រីថ្លាងដាណែតគឺសាកសួរលោកសៀងចែតជាសំណួរធម្មតាមិនមែនជាសំណួរដោះបន្ទុកឬក៏សំណួរដាក់បន្ទុកទេបាទហើយអញ្ចឹងលោកសៀងចែតនឹងសួរពីរឿងលុយ$500នឹងគឺ$500នឹងចង់សួរតែពីប្រភពបានមកពីណាឬមួយក៏ជាលុយនឹងសម្រាប់យកទៅសោកប៉ាន់ដើម្បីកុំឲ្យនាងខុមច័ន្ទរាទីនឹងឆ្លើយថាមានទំនាក់ទំនងស្នេហាជាមួយលោកកឹមសុខាបាទសំណួរនេះខ្ញុំក៏បានសួរបន្ថែមទៅលោកសៀងច័ន្ទបន្ទាប់ពីការសាកសួររបស់ចៅក្រមមានរយៈពេលជាង2ម៉ោងបន្ទាប់ពីសាកសួររួចខ្ញុំសាកសួរលោកសៀងច័ន្ទដែរគឺលោកសៀងច័ន្ទនៅតែផ្ដល់ចម្លើយដដែលគឺលោកបញ្ជាក់ថាលុយ$500ឬស្មើនឹង2លានរៀលដែលលោកផ្ដល់ជូនទៅម្ដាយនៃនាងខុមច័ន្ទរាទីគាត់បញ្ជាក់ថាលុយមិនទាន់បានឲ្យនៅឡើយទេហើយលុយហ្នឹងគឺបានមកពីសប្បុរសជនក្រៅប្រទេសហើយមូលហេតុដែលលោកអ្នកផ្ដល់លុយទៅឲ្យម្ដាយនៃនាងខុមច័ន្ទរាទីព្រោះថាក្នុងពេលដែលនាងខុមច័ន្ទរាទីជាប់ពាក់ព័ន្ធរឿងសារសម្លេងដែលមានស្នេហាជាមួយលោកកឹមសុខាហ្នឹងគឺនាងខុមច័ន្ទរាទីបាត់បង់ការងារគ្មានប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារទេគណៈដែលម្ដាយខុមច័ន្ទរាទីនៅខេត្តកំពង់ចាមហ្នឹងត្រូវការនាងខុមច័ន្ទរាទីហ្នឹងផ្ដល់លុយផ្ដល់កាក់ឲ្យព្រោះនាងខុមច័ន្ទរាទីជាអ្នករកប្រាក់ចំណូលជួយគ្រួសារមួយបន្ទុកមួយធំហើយ$500ឲ្យហ្នឹងគឺដោយសារតែប្រពន្ធរបស់លោកសៀងចែតគឺអ្នកស្រីស្រេងសុខឿនគឺជាសាច់ញាតិរបស់ម្ដាយនៃនាងខុមច័ន្ទរាទីអញ្ចឹងបានជាអនិកជននៅក្រៅប្រទេសហ្នឹងផ្ដល់ថវិកាតាមរយៈលោកសៀងចែតបាទ
បាទហើយបន្ទាប់ពីសាកសួរចប់ហើយនឹងយ៉ាងម៉េចទៀតគេបញ្ជូនលោកទៅដាក់គុកព្រៃសរវិញមិនចឹងហ៎ទៅដាក់ឃុំនៅគុកព្រៃសរវិញលោកសៀងចាត់ដែលស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំដៃម្ខាងជាប់ខ្នោះជាមួយតនដិតផ្សេងទៀតហ្នឹងគឺត្រូវបានសមត្ថកិច្ចបញ្ជូនឡើងឡានត្រឡប់ទៅព្រៃសរវិញហើយលោកនៅតែរក្សាចំហគាត់ដដែលដូចខ្ញុំបានជំរាបជូនអញ្ចឹងគឺលុយ$500ហ្នឹងមិនមែនឲ្យម្ដាយនៃនាងឃុំចន្ទរាទីហ្នឹងសូកប៉ាន់ឲ្យនិយាយកុហករឿងលោកកឹមសុខាទេហើយលោកសៀងចែកនៅថ្ងៃនេះមានទឹកមុខក្រៀមក្រំបន្ទាប់ពីមានសាច់ញាតិគាត់ទៅចូលសួរសុខទុក្ខដែរអញ្ចឹងហើយលោកក៏បង្ហាញក្តីសង្ឃឹមដែរថាលោកអាចនឹងបាននៅក្រៅឃុំព្រោះលោកសង្កេតឃើញថាចៅក្រមសាកសួរស៊ើបសួរនៅថ្ងៃនេះជាសំណួរធម្មតាមិនមែនជាសំណួរដាក់បន្ទុកបាទជេប្រហែលថ្ងៃមុននេះខ្ញុំមានសេចក្តីរាយការណ៍របស់នាយកព័ត៌មានយើងពីខេត្តកំពង់ចាមណាគាត់បានទៅដល់ផ្ទះលោកសៀងចែតនឹងហើយបានជួបជាមួយនឹងប្រពន្ធកូនលោកសៀងចែតនឹងហើយឮសូរថាពួកគាត់នឹងបានត្អូញត្អែរៀបរាប់ប្រាប់លោកសុខប្រាថ្នាដែលនាយកព័ត៌មានយើងនៅកំពង់ចាមនឹងថាលំបាកណាបន្ទាប់ពីគេចាប់ប្តីគាត់មកពីព្រោះថាប្តីគាត់នឹងឯងជាមេគ្រួសារខ្វះខាតជីវភាពអីជាដើមនឹងនៅពេលដែលសាលាដំបងហៅគាត់មកសួរថ្ងៃនេះនឹងតើប្រពន្ធកូនគាត់នឹងបានមកទេហើយពួកគាត់មានប្រតិកម្មអីខ្លះដែរបាទអរគុណការសាកសួររបស់តុលាការបន្ថែមពីករណីលោកសៀងចែតនៅថ្ងៃនេះគឺមានវត្តមានមន្ត្រីជាន់ខ្ពស់របស់គណៈបក្សសង្គ្រោះជាតិមកពីខេត្តកំពង់ចាមមួយរូបប្អូនរបស់លោកសៀងចែតមួយរូបនិងពលរដ្ឋក្នុងភូមិមួយរូបហើយប្រពន្ធរបស់លោកសៀងចែតគឺអ្នកស្រីសេងសុខឿនក៏អញ្ជើញមកដែរអ្នកស្រីសេងសុខឿនដែលនៅក្នុងដៃមានបង្វិចខោអាវមានបាយកញ្ចប់មានទឹកសុទ្ធដើម្បីរងចាំឲ្យស្វាមីដែលកំពុងជាប់ឃុំហ្នឹងក៏បានឆ្លៀតផ្ដល់បទសម្ភាសន៍មកខ្ញុំបានជាអ្នករាយការណ៍ព័ត៌មានវិទ្យុអស៊ីសេរីបន្ទាប់ពីប្តីរបស់ខ្លួនបានបញ្ជូនទៅពន្ធនាគារព្រៃសរវិញហ្នឹងអ្នកស្រីរៀបរាប់ដូចអ្វីដែលរៀបរាប់ប្រាប់លោកសុខប្រាថ្នាដែរគឺឥឡូវហ្នឹងគ្រួសារកំពុងជួបបញ្ហាខ្វះខាតដោយសារតែលោកសៀងចែតជាមេឃុំគឺជាជនបង្គោលរកប្រាក់ក្នុងគ្រួសារខណៈដែលគ្រួសារនេះមានកូនរហូតដល់5នាក់បាទឥឡូវនេះបន្ទាប់មកទៀតនឹងមានរឿងអីកើតឡើងបញ្ជូនគាត់ទៅគុកព្រៃសរវិញហើយថ្ងៃណាគេនឹងកោះប្រជុំថ្ងៃណាគេកាត់ក្តីឬមួយក៏គាត់អាចនៅក្រៅឃុំបានយើងមិនទាន់បានចម្លើយពីភាគីខាងតុលាការសាលាដំបងទេខ្ញុំបានសាកសួរសំណួរនេះទៅកាន់លោកលីសុផាន់ណាជាអ្នកនាំពាក្យសាលាដំបងលោកមិនទាន់អាចផ្ដល់ចម្លើយទេដោយបញ្ជាក់ថាសំណុំរឿងស្ថិតក្នុងដំណាក់កាលស៊ើបសួរហើយបើតាមការបញ្ជាក់ពីមេធាវីការពីក្តីរបស់លោកសៀងចែតគឺលោកសំសុគង្គគាត់ប្រាប់ថាបន្ទាប់ពីចៅក្រមស៊ើបសួរកូនក្តីរបស់លោកបន្ថែមឲ្យនៅថ្ងៃនេះនៅអាទិត្យក្រោយលោកនឹងស្នើសុំទៅតុលាការដើម្បីឲ្យកូនក្តីរបស់លោកគឺលោកសៀងចែតនឹងនៅក្រៅឃុំបណ្ដោះអាសន្នបានដោយលោកបញ្ជាក់ថាកូនក្តីរបស់លោកគឺជាមេឃុំមានតួនាទីសំខាន់ក្នុងការផ្ដល់សេវាដល់ពលរដ្ឋហើយនៅពេលដែលគាត់ជាប់ឃុំយ៉ាងទៅពលរដ្ឋដែលទទួលសេវាពីមេឃុំនឹងអាចជួបបញ្ហាដោយលោកអះអាងថាកូនក្តីរបស់លោកជាមេឃុំល្អបាទសូមអរគុណលោកប្រាជេតែប៉ុណ្ណេះសូមជម្រាបលាបាទអរគុណជំរាបលាបាទបាទលោកនាងជាទីមេត្រីប្រធានក្រុមតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិលោកសុនឆៃបញ្ជាក់ថាអគ្គលេខាធិការដ្ឋានរដ្ឋសភាបានបញ្ជូនលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃប្រហ័សសប្តាហ៍មុនដោយស្នើឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុតិធធម៌ទៅឆ្លើយបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភាលិខិតនោះចុះហត្ថលេខាដោយអ្នកតំណាងរាស្ត្រសង្គ្រោះជាតិចំនួន10រូបកាលពីថ្ងៃទី6ខែឧសភាកន្លងទៅពួកគេស្នើទៅលោកនាយករដ្ឋមន្ត្រីហ៊ុនសែនឲ្យចាត់តាំងរដ្ឋមន្ត្រីក្រសួងយុតិធធម៌លោកអង្គវង្សវឌ្ឍនាឲ្យចូលបំភ្លឺផ្ទាល់មាត់នៅរដ្ឋសភាពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនអ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ